ក្រោយពេលម៉ែខ្ញុំស្លាប់គាត់បានប្រាប់ឲ្យខ្ញុំឡើងទៅទីក្រុងហ្លួងដើម្បីចូលកោនជាមួយប្អូនប្រុសដែលបានធ្វើជាមន្ត្រីធំពេលខ្ញុំរកគេឃើញគេកំពុងតែអស់សង្ឃឹមដោយសារតែត្រូវបានស្រីដែលខ្លួនស្រឡាញ់បដិសេធគេកំពុងតែអស់សង្ឃឹមចង់សម្លាប់ខ្លួនខ្ញុំក៏ទាត់ដាវរបស់គេចេញរួចតែកំភ្លៀងមួយដៃចំមុខគេហើយនិយាយថាបងស្រីឯងចិត្តត្រូវអាពាហ៍ពិពាហ៍បង្ខំឲ្យរៀបការទៅហើយឯងនៅទីនេះចង់ងាប់ចង់រស់អីទៀតក្រោយពេលគេបានឡើងធ្វើជាមន្ត្រីមានអំណាចធំធេងប្អូនប្រុសរបស់ខ្ញុំក៏បានរស់នៅក្នុងជីវភាពយ៉ាងសុខស្រួលគ្មានកង្វល់រាល់ថ្ងៃបានត្រឹមតែបញ្ជាគេឲ្យមកច្របាច់ស្មាគក់ជើងឲ្យខ្ញុំស្រាប់តែនៅចំពោះមុខស្រាប់តែមានមតិយោបល់ bullet comments អន្តែកាត់អាយទូស្រីរងចំណាំមនុស្សខុសហើយនេះជាតួអាក្រក់ដ៏សាហាវឃោរឃៅបំផុតស្លាប់ក្រោមដៃគេមនុស្សដែលស្លាប់ក្រោមដៃគេបើគ្មានរាប់ពាន់ក៏មានរាប់រយនាក់ដែរកាលពីមុនមានស្រីម្នាក់ធ្វើពុតជាអ្នកស្រុកកំណើតជាមួយគេហើយមកអបប្រសពគេតែគ្រាន់តែងាកក្រោយក៏ត្រូវគេចាត់ទុកជាចារកម្មហើយសម្លាប់ចោលភ្លាមគ្មានក្តីអាណិតស្រឡាញ់ចំពោះស្រីស្អាតបន្តិចណាឡើយចំណែកទូស្រីរងវិញបែរជាហ៊ានប្រើគេឲ្យច្របាច់ស្មាគក់ជើងឲ្យទៀតក្បាលប៉ុន្មានក៏មិនគ្រាន់ឲ្យគេកាត់ដែរចំណុចសំខាន់បំផុតនោះគឺប្អូនប្រុសបង្កើតរបស់ទូស្រីរងគឺជាស្ត្រូវស្នេហារបស់គេទៅវិញទេខ្ញុំស្រឡាំងតាំងភ្លាមពេលអនក្បាលចុះក៏ប្រទះនឹងកែវភ្នែកដ៏ជ្រៅរបស់បុរសម្នាក់នោះចំលមុំទឹកមុខរបស់គេមើលទៅស្លូតបូតណាស់មានការអីមែនទេបងស្រីឬមួយខ្ញុំច្របាច់ស្រាលពេកពេលម៉ែស្លាប់គាត់ប្រាប់ឲ្យខ្ញុំឡើងទៅទីក្រុងហ្លួងដើម្បីចូលកោនជាមួយប្អូនប្រុសដោយនិយាយថាឥឡូវគេធ្វើជាមន្ត្រីធំប្រកាសជាអាចការពារខ្ញុំឲ្យរស់នៅដោយគ្មានកង្វល់ពេញមួយជីវិតខ្ញុំបានដើរវិលវល់នៅក្នុងទីក្រុងហ្លួងអស់ជិតកន្លះខែមុនពេលលុយកាក់ធ្វើដំណើរត្រូវចាយអស់ទីបំផុតខ្ញុំក៏បានរកគេឃើញនៅមាត់បឹងភាគខាងលិចទីក្រុងផ្កាឈូកក្រៀមស្វិតឈរនៅក្នុងទឹកដូចជាឆ័ត្រដែលបាក់បែកបុរសម្នាក់នោះមានរាងខ្ពស់ស្រឡះស្លៀកពាក់ឈុតពណ៌ខ្មៅជាអោផាយបករវិចតាមខ្យល់ទោះបីជាកន្លងផុតទៅជា20ឆ្នាំហើយក្តីក៏ខ្ញុំនៅតែអាចចំណាំគេបានភ្លាមត្រឹមតែមួយផ្លែតប្អូនប្រុសរបស់ខ្ញុំកើតមកមានភ្នែកខុសប្លែកពីមនុស្សធម្មតាអ្នកភូមិសឺថងសុទ្ធតែនិយាយថាមិនល្អប៉ុន្តែម៉ែខ្ញុំមិនជឿទេគាត់តែងតែនិយាយថានេះជាលក្ខណៈរបស់មនុស្សមានបុណ្យស័ក្តិខ្ពស់ការពិតបានបង្ហាញថាម៉ែខ្ញុំនិយាយត្រូវខ្ញុំសប្បាយចិត្តជាខ្លាំងក៏រត់ទៅទាំងញឹមប៉ប្រឹមរៀបនឹងទៅសួរនាំគ្នាទៅហើយស្រាប់តែឃើញបុរសម្នាក់នោះលើកដាវដាក់ផ្អឹបនឹងគម្រោងនឹងសម្លាប់ខ្លួនបង្អែកដែលទៅតែរកបានចិត្តនឹងរំលាយទៅហើយតើឲ្យខ្ញុំទ្រាំមើលបានយ៉ាងម៉េចខ្ញុំក៏ហក់ទៅទាត់ដាវរបស់គេចេញភ្លាមក្នុងពេលដែលគេកំពុងតែភ្ញាក់ផ្អើលនោះខ្ញុំក៏ទះកំភ្លៀងមួយដៃទៀតចំមុខគេរួចនិយាយទាំងខឹងសម្បាថាម៉ែទៅតែឈឺស្លាប់មិនទាន់បានប៉ុន្មានផងបងស្រីឯងចិត្តត្រូវអាពាហ៍ពិពាហ៍បង្ខំឲ្យរៀបការទៅហើយឯងនៅទីនេះចង់ងាប់ចង់រស់អីទៀតបុរសម្នាក់នោះត្រូវខ្ញុំទះមួយកំភ្លៀងឡើងវង្វេងមុខដល់សង្ហារបស់គេញាក់ទៅខាងអស់មួយសន្ទុះធំទើបគេញាក់ក្បាលមកវិញយឺតគេស្រលេវភ្នែកចុះពណ៌ស្វាយនៅក្នុងជម្រៅភ្នែករបស់គេកាន់តែដិតដាមឡើងតើឯងជាអ្នកណាហ៊ានខ្ញុំលើកដៃបំរុងនឹងទះមួយកំភ្លៀងទៀតតែត្រូវគេចាប់បដៃជាប់ឃើញច្បាស់ថាគេខឹងដល់កម្រិតកំពូលហើយខ្ញុំត្រូវអំណាចរបស់គេសង្កត់សង្កិនឲ្យភ័យមួយផ្លែតតែមួយផ្លែតក្រោយមកក៏ងើបក្នុងត្រង់ភ្លាមសូម្បីតែបងស្រីខ្លួនឯងក៏ឯងចំណាំមិនបានដែរភ្នែកខ្ញុំឡើងក្រហមទប់ទឹកភ្នែកមិនចង់ជាប់ក៏ស្រែកហៅឈ្មោះគេទាំងក្តីក្តុកក្តួលលីដាប៉ាងបុរសម្នាក់នោះស្រឡាំងកាំងកំហឹងនៅលើមុខក៏អាក់ខានទៅមួយរំពេចជីខ្ញុំដកបន្ទះឈើវិញ្ញាណខណ្ឌរបស់ម៉ែចេញពីស្បង់អីវ៉ាន់រួចញ៉ាត់ចូលទៅក្នុងទ្រូងរបស់គេទោះបីជាឯងមិនស្គាល់ខ្ញុំក៏មិនអាចមិនស្គាល់ម៉ែដែរមែនទេបុរសម្នាក់នោះសម្លឹងមើលឈ្មោះម៉ែដែលឆ្លាក់នៅលើបន្ទះឈើរួចរអ៊ូតំតិចដោយទឹកមុខស្មុគស្មាញតាមពិតទៅនាងពិតជាកូនរបស់គាត់មែនធ្វើស្អីហ្នឹងម៉េចក៏មិនប្រញាប់លុតជង្គង់សំពះម៉ែទៅខ្ញុំធាក់គូគេមួយជើងទាំងធុញទ្រាន់បុរសម្នាក់នោះភ្ញាក់ផ្អើលពេញមួយទូខ្លួនហាក់បីដូចជាសម្លឹងមកខ្ញុំទាំងអាម៉ាស់ខ្លាំងឯងហ៊ានខ្ញុំទះក្បាលគេមួយកំភ្លៀងមិនដែរឥឡូវធ្វើជាមន្ត្រីធំហើយក៏មិនទទួលស្គាល់ម៉ែបង្កើតខ្លួនឯងមែនទេទ្រូងរបស់បុរសម្នាក់នោះឡើងចុះយ៉ាងខ្លាំងគេចង់ខឹងតែខំអត់ទ្រាំគេសម្លឹងមុខខ្ញុំមិនដឹងជាគិតដល់រឿងអ្វីនោះទេស្រាប់តែជ្រុងមាត់របស់គេលេចចេញស្នាមយឹមចម្លែកមួយរួចក៏ខំធ្មេញលុតជង្គង់ចុះចំពោះមុខបន្ទះឈើវិញ្ញាណខណ្ឌរបស់ម៉ែជង្គង់របស់គេបោកនឹងការរយសូផូមើលទៅហាក់ដូចជាមិនសូវពេញចិត្តសោះពិតជាគួរឲ្យចង់ស៊ីមួយដៃទៀតមែនប្អូនប្រុសខ្ញុំនិយាយថាឥឡូវនេះគេឈ្មោះឈូជាងកាគេអាយុ6ឆ្នាំស្រុកកំណើតមានគ្រូរងស្ងួតហើយក៏កើតមានគ្រូទុរគិតតាមក្រោយម៉ែខ្ញុំបានវាយឪពុកដែលចង់ដោះដូរកូនយកទៅស៊ីឲ្យសន្លប់រួចនាំពួកយើងរត់គេចខ្លួនរហូតដល់តំបន់ជាងណានមានអ្នកមានម្នាក់ដែលទៅតែបាត់បង់កូនប្រុសបង្កើតបានឃើញប្អូនប្រុសខ្ញុំមានមុខមាត់ស្រដៀងនឹងកូនប្រុសដែលស្លាប់ទៅរបស់គាត់7-8%ក៏មានបំណងចង់យកទៅចិញ្ចឹមម៉ែគិតថាប្អូនប្រុសទៅរស់នៅជាមួយអ្នកមានប្រសើរជាងនៅដាច់បាយជាមួយពួកយើងទើបគាត់សម្រេចចិត្តយល់ព្រមទាំងទឹកភ្នែកក្នុងសម័យសង្គ្រាមដ៏លំបាកនោះពួកយើងក៏បានបាត់បង់តំណែងពីប្អូនប្រុសគេបានទទួលមរតកពីអ្នកមានម្នាក់នោះហើយបានបញ្ចូលឈ្មោះក្នុងបញ្ជីគ្រួសាររបស់គេព្រមទាំងបដូរឈ្មោះនឹងត្រកូលថ្មីគឺឈូជាងនេះឯងគេបាននាំខ្ញុំត្រឡប់ទៅភូមិគ្រីស្ទបច្ចុប្បន្នរបស់គេទីនោះធំធេងណាស់រហូតដល់ខ្ញុំឈរនៅមាត់ទ្វារជាយូរមិនហ៊ានឈានជើងចូលទ្វារធំពណ៌ក្រហមឆ្អៅមានដុំដែកមូលធំជាងកណ្ដាប់ដៃខ្ញុំទៅទៀតនៅមាត់ទ្វារមានតោថ្មពីយាមផ្ទះហើយនៅលើផ្លាកយីហោមានសរសេរអក្សរទឹកមាសធំ4ទូខ្ញុំសម្លឹងមើលជាយូរទើបដឹងថាអក្សរនោះគឺភូមិគ្រីស្ទស្ដេចក្រាញ់ចិនប៉ៃប្អូនប្រុសរបស់ខ្ញុំឥឡូវនេះជាស្ដេចក្រាញ់ចិនប៉ៃនិងជាមេតបកម្ពុជាប្រចាំរាជវាំងគ្រប់គ្រងកងទ័ពព្រំដែនភាគខាងជើង20,000នាក់ជាមន្ត្រីជាន់ខ្ពស់ថ្នាក់ទី1ដ៏មានអំណាចបើគេដើរញាក់ស្មាផ្អើលដល់រាជវាំងក្រុងធំទាំងមូលត្រូវរញ្ជួយខ្ញុំក៏ទះស្មាគេមួយទំហឹងហើយនិយាយសរសើរថាអ្នកអាអូនអញធ្វើបានល្អតាភ្នែករបស់ឈូជាងកន្ត្រាក់បន្តិចតែគេមិននិយាយអ្វីឡើយដើម្បីកែប្រែគំនិតឈួតនឹងស្នេហារបស់គេខ្ញុំបានរកបន្ទប់ចំហៀងមួយនៅក្នុងវាំងរបស់គេដែលនៅជិតគេបំផុតរួចប្រាប់ឲ្យអ្នកបម្រើជញ្ជូនអីវ៉ាន់របស់ខ្ញុំទាំងអស់ចូលទៅក្នុងនោះឈូជាងទឹកមុខរបស់គាត់មិនសូវល្អទេខ្ញុំមិនស្ដាយស្រណោះនឹងការរស់នៅជាមួយអ្នកអតីឡើយខ្ញុំក៏ទះក្បាលគាត់មួយកំភ្លៀងបើខ្ញុំមិនមើលអញទេចុះបើអញចង់សម្លាប់ខ្លួនទៀតធ្វើម៉េចទៅឈូជាងត្រូវទះមួយទំហឹងរហូតដល់ធ្លុងគាត់សម្លឹងមើលខ្ញុំទាំងថ្មឹងនិយាយមិនចេញសូម្បីតែអ្នកបម្រើក្នុងភូមិគ្រីស្ទក៏មិនហ៊ានដកដង្ហើមធំដែរម្នាក់អន់មុខចុះធ្វើជាមិនឃើញអ្វីទាំងអស់ខ្ញុំចាប់អារម្មណ៍ឃើញថាមានស្រីបម្រើនិងក្មេងបម្រើ2-3នាក់បើកមាត់ធំរហូតដល់អាចញាត់ពងមាន់ចូលបានហើយក៏មានឆ្មាំវ័យក្មេងម្នាក់ទៀតដែលជើងកំពុងញ័រទ្រើទីបំផុតឈូជាងបានបិទភ្នែកហើយខំថ្មីនិយាយថារៀបចំឲ្យគាត់ទៅនេះហើយជាឥទ្ធិពលនៃខ្សែលោហិតទោះបីជាអញធ្វើជាមន្ត្រីធំប៉ុណ្ណាក៏ដោយអូនប្រុសនៅតែជាអូនប្រុសខ្ញុំក៏ដើរលេងចុះឡើងនៅក្នុងភូមិគ្រីស្ទដ៏ធំវឹងល្វើយនោះពេលដើរមើលទើបដឹងថាឈូជាងស្រឡាញ់នារីម្នាក់នោះខ្លាំងប៉ុណ្ណានៅក្នុងបន្ទប់អានសៀវភៅពោពេញទៅដោយរូបគំនូររបស់នាងមួយសន្លឹកហើយមួយសន្លឹកទៀតជ្រុះរាយប៉ាយពេញដីខ្លះព្យួរនៅលើជញ្ជាំងខ្លះគោនៅលើតុនារីក្នុងគំនូរនោះមានចិញ្ចើមស្អាតមុខសមុទ្រខៃដូចផ្កា peach
សម្រស់ពិតជាស្រស់ស្អាតខ្លាំងណាស់នាងឈរនៅលើដងផ្លូវដែលគ្រប់ដណ្ដប់ដោយព្រើពណ៌ស្ពាយអាវឃ្លុំនិងកាន់ប្រអប់នំនៅក្នុងដៃញឹមស្រាលរូបគំនូរនីមួយគឺដូចគ្នាទាំងអស់ឆ្មាំឈីនវឹងនិយាយខ្សឹបប្រាប់ខ្ញុំថាកាលពីលោកមេតបនៅក្មេងធ្លាប់សន្លប់នៅលើដងផ្លូវទាំងឃ្លានទាំងរងាខ្លាំងគឺអ្នកនាងស៊ូដែលបានផ្ដល់ប្រអប់នំសង្គ្រោះជីវិតដល់គាត់បង្អង់បន្តិចរួចបន្ទាបសម្លេងឲ្យកាន់តែខ្សឹបជាងមុនតែអ្នកនាងស៊ូនោះបានរៀបការបាត់ទៅហើយរៀបការរួចហើយតើមានអ្វីត្រូវនឹកនាងទៀតទៅប្រសិនបើនាងមិនទាន់រៀបការខ្ញុំនៅអាចជួយរៀបចំផែនការនិងដណ្ដើមយកនាងមកឲ្យគាត់បានតែរឿងរ៉ាវមកដល់ដំណាក់កាលនេះទៅហើយមិនដឹងជា2ខែទៀតកូនរបស់នាងកើតមកផងក៏មិនដឹងតើមានអ្វីត្រូវនិយាយទៀតទៅខ្ញុំក៏ទាញឈូជីងភ្លាមរួចបញ្ជាថាគូរូបឲ្យខ្ញុំមកទឹកមុខរបស់ឈូជីងបង្ហាញពីការមិនចង់បើបងចង់បានរូបគំនូរខ្ញុំទៅរកជាងគំនូរឲ្យខ្ញុំក៏ចាប់ទាញទៅជាគាត់មិនក៏ស្រីផ្សេងឯងគូបានតែបងស្រីបង្កើតរបស់ឯងគូមិនបានឈូជីងមិនសូវពេញចិត្តខ្លាំងណាស់ប៉ុន្តែគាត់និយាយថាក្នុងជីវិតនេះគាត់គូរូបឲ្យតែនាងម្នាក់គត់ខ្ញុំក៏លើកដៃឡើងខ្ពស់ដើម្បីគំរាមគាត់ក៏ដកដង្ហើមធំរួចលេបក្រដាសសរសេរទាំងអារម្មណ៍អាម៉ាស់ហើយកាន់ជក់ឡើងខ្ញុំអង្គុយលើកៅអីធ្វើកាយវិការយ៉ាងទន់ភ្លន់រៀបសារគាត់គូលឿនណាស់ខ្ញុំអើទៅមើលម្ដងការគាត់តែងតែជ្រួញចិញ្ចាំរុញខ្ញុំចេញហើយនិយាយថាកុំកម្រើកពេលគូរួចរាល់ខ្ញុំក៏គូសំជាពេញចិត្តដែរចាត់ទុកថាបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ខ្ញុំបាន7 ទៅ 8% ហើយខ្ញុំពិនិត្យមើលយ៉ាងយកចិត្តទុកដាក់រួចផ្ដល់យោបល់ដោយស្មោះត្រង់ថាលើកក្រោយប្រយ័ត្នបន្តិចកុំគូមុខមូពេកមើលទៅឃើញធាត់កន្ទុយភ្នែករបស់គាត់ក៏កន្ត្រាក់ម្ដងទៀតខ្ញុំឲ្យគេយកគំនូររបស់ស៊ូឈីងនាងចុះរួចយកគំនូររបស់ខ្ញុំទៅព្យួរជំនួសវិញឈូជីងជួនចិញ្ចាំចង់ហាមឃាត់ខ្ញុំសម្លក់គាត់មួយភ្នែកយ៉ាងមុតគាត់ក៏ប្រែជាស្លូតបូតភ្លាមចាប់ពីថ្ងៃនេះទៅឯងត្រូវគូរូបឲ្យបងស្រីមួយផ្ទាំងរាល់ថ្ងៃខ្ញុំមើលទៅគំនូរពេញបន្ទប់រួចក៏វិដៃធំមួយរហូតតែរូបគំនូររបស់បងស្រីព្យួរពេញបន្ទប់នេះទៅជប់ឈីនហ្វុងសាច់នៅក្បែរនោះរហូតបិទមាត់មិនជិតមានតែឈូជឹងទេដែលសម្លឹងមើលគាត់យ៉ាងត្រជាក់ពេលក្រោកពីគេងពេលព្រឹកឈូជឹងកំពុងហាត់ដាវពន្លឺដាវហោះហើរយ៉ាងស្រស់ស្អាតដូចជាសម្លៀកបំពាក់គាត់ស្លៀកអាវផាយពណ៌ខ្មៅចង់ចង្កេះយ៉ាងណែនរាល់ក្បាច់រាល់ស្ទីលគឺមុតស្រួចខ្លាំងណាស់ប៉ុន្តែក៏បង្កប់ដោយភាពស្រស់ស្អាតដែលមិនអាចពណ៌នាបានផ្លុំកាត់ខ្យល់អាកាសបន្លឺសម្លេងវិញតិចឡើងចុះក្នុងពន្លឺព្រលឹមស្រាងខ្ញុំនៅក្បែរនោះទៀតដែរយ៉ាងខ្លាំងគ្រួសារតកូលីរបស់យើងពិតជាបង្កើតបានកូនប្រុសដូចជាអញមែនខ្ញុំមានមោទនភាពណាស់ក្បាច់ដាវក៏ផ្អាកមួយរំពេចឈូជាងធ្វើមុខស្មើរួចទុកដាវដើរចេញទៅប្អូនប្រុសប្រហែលជាអ៊ីនហើយខ្ញុំគិតក្នុងចិត្តថាមិនបានជួបគ្នាច្រើនឆ្នាំមកនេះវាជិះមិនរួចទេដែលរៀងប្លែកមុខបន្តិចនៅជាមួយគ្នាប៉ុន្មានថ្ងៃទៀតប្រហែលជាល្អហើយខ្ញុំអង្គុយមើលសៀវភៅរូបភាពនិងខំគ្រាប់ឈូករត់នៅក្នុងទីធ្លាផ្ទះដ៏តូចសៀវភៅរូបភាពនោះគឺឈីនហ្វុងជាអ្នករកឲ្យខ្ញុំគាត់ថាវាពេញនិយមខ្លាំងណាស់នៅរាជធានីជារឿងរ៉ាវស្នេហាវាងអ្នកប្រាជ្ញនិងស្រីស្អាតខ្ញុំមើលបណ្ដាស្ងាត់បណ្ដាចំណែកគ្រាប់ឈូករត់វិញគឺទៅតែលីងថ្មីនៅក្នុងផ្ទះបាយមានក្លិនឈ្ងុយគ្រឿង5មុខញ៉ាំទៅឆ្ងាញ់ជាប់មាត់ខ្ញុំខំសម្បកគ្រាប់ឈូករត់ធ្លាក់ពេញដីរួចយកកម្រាមដៃគោះទៅធ្នំប៉ាវតូចចុងតែថ្មីមួយប៉ាន់មកឲ្យខ្ញុំបន្តិចចុងតែថ្មីមួយប៉ាន់មកឲ្យខ្ញុំឈូជាងឈរនៅក្បែរនោះមិនកម្រើកតតែសោះខ្ញុំងើបក្បាលឡើងដោយញើសឆ្ងល់ឈោភ្លីភ្លើធ្វើអីហ្នឹងចង់ឲ្យខ្ញុំស្រែកទឹកស្លាប់មែនទេឈូជាងទ្រាំទ្រយ៉ាងខ្លាំងរួចកាន់ប៉ាន់តែដើរចេញទៅខ្ញុំអង្គុយយូរពេករយចង្កេះនឹងក្នុងណាស់ក៏ក្រោកឈរឡើងពុតខ្លួនអាល្អិតថតមកច្របាច់ឲ្យបងបន្តិចមកប៉ុន្មានថ្ងៃនេះស្មារតីណាស់ទឹកមុខរបស់ឈូជាងស្រាប់តែស្រអាប់ចុះដៃរបស់គាត់លើកឡើងដោយមិនដឹងខ្លួនបន្តិចរួចក៏ទប់ចិត្តទម្លាក់ចុះវិញមើលទៅគាត់ប្រហែលជាសម្រេចចិត្តមិនស្ដាប់បង្គាប់ខ្ញុំហើយខ្ញុំក៏បន្ទាបសម្លេងចុះហើយចាប់ដើមគំរាមបង្រាប់ដល់3បើអញនៅតែមិនមកចាំមើលទៅ1 2ឈូជាងហាក់ដូចជាត្រូវបានគេចុចកុងតាក់ដើរមកច្របាច់ខ្នងឲ្យខ្ញុំទាំងមិនដឹងខ្លួនលុះពេលគាត់ដឹងខ្លួនវិញសូម្បីតែខ្លួនឯងក៏មានអារម្មណ៍ថាមិនគួរឲ្យជឿដែរខ្ញុំពេញចិត្តជាខ្លាំងនៅតែវិធីនេះមានប្រសិទ្ធភាពជាងគេប្រើពេលណាក៏ត្រូវពេលនោះដែរគេធំឡើងកម្លាំងក៏ខ្លាំងជាងមុនម្រាមដៃដ៏ស្រឡូនរបស់គេសង្កត់លើស្មារបស់ខ្ញុំរាល់ការច្របាច់គឺត្រូវចំកន្លែងល្អណាស់ធ្វើឲ្យខ្ញុំស្រួលខ្លួនពេញប្រាណខ្ញុំងាកក្បាលទៅអង្អែលក្បាលរបស់គេសក់របស់គេទន់រលុងណាស់ដូចកាលពីក្មេងអញ្ចឹងនៅតែគួរឲ្យស្រឡាញ់ដែលល្ងាចនេះបងនឹងធ្វើប្រហិតមើមជូកឲ្យអញញ៉ាំពួកអ្នកបម្រើនៅក្នុងទីធ្លាផ្ទះសម្លឹងមុខគ្នាយ៉ាងស្រងាកចិត្តរួចអន់ក្បាលចុះយ៉ាងទាបព្រោះខ្លាចទប់សំណើចមិនបានរស់នៅជាមួយឈូជាងយូរទៅទើបខ្ញុំដឹងថាគាត់ចូលចិត្តធ្វើបាបខ្លួនឯងកម្រិតណាខ្លួនប្រានទ្រុឌទ្រោមទៅហើយនៅតែផឹកស្រារាល់ថ្ងៃទៀតរាល់ពេលខ្ញុំក្រោកពីគេងពាក់កណ្ដាលអាធ្រាត្រដើម្បីទៅបន្ទប់ទឹកខ្ញុំតែងតែឃើញបន្ទប់អានសៀវភៅរបស់គេភ្លឺភ្លើងហើយស្រមោលរបស់គេអង្គុយម្នាក់ឯងកាន់ស្រានៅក្នុងដៃជិះទៅលើបង្អួចនៅថ្ងៃទី5ដែលខ្ញុំមកដល់ខ្ញុំបានបញ្ជាឲ្យគេជញ្ជូនស្រាទាំងនោះចូលទៅក្នុងបន្ទប់របស់ខ្ញុំគេឈរនៅមាត់ទ្វារឃ្លាំងសម្លឹងមើលក្រស្រាម្ដងមួយត្រូវបានគេសែងចេញទៅទឹកមុខរបស់គេស្រពោនខ្លាំងរហូតដល់ស្ទើរតែស្រក់ទឹកភ្នែកបានឯងចាំខ្លួនប្រានឯងជាសះស្បើយសិនចង់ធ្វើអ្វីផឹកយ៉ាងម៉េចខ្ញុំជួនចិញ្ចើមដើរទៅជិតហើយស្ទាបពោះរបស់គេសាច់ដុំពោះរឹងមុំឡើងកង់ដូចជាក្តារបោកខោអាវរឹងមុំពិតមែនតែរៀងស្គមបន្តិចខ្ញុំក៏ច្របាច់ចង្កេះរបស់គេម្ដងទៀតពិតជាស្គមខ្លាំងណាស់ស្ទើរតែស្ទាបត្រូវឆ្អឹងជំនីទៅហើយធ្វើឲ្យខ្លួនប្រានរបស់គេរឹងកំប្រឹសខ្ញុំមិនបានចាប់អារម្មណ៍ទេហើយនិយាយបន្តថាឯងញ៉ាំបាយបានតិចពេកហើយចាំបងធ្វើម្ហូបដែលឯងចូលចិត្តញ៉ាំកាលពីក្មេងឲ្យញ៉ាំខ្ញុំព្រិចភ្នែកដាក់គេប្អូនប្រុសចង់និយាយថាឯងស្ដាប់បង្គាប់បងបែបនេះក៏ដោយសារតែស្នាដៃធ្វើម្ហូបដ៏ពូកែរបស់បងដែរឪពុកម្ដាយយើងសុទ្ធតែជាអ្នករវល់ការងារតាមពិតទៅពួកគាត់គ្រាន់តែធ្វើឲ្យតែរួចពីមួយពេលប៉ុណ្ណោះសំណាងហើយដែលខ្ញុំចេះច្នៃធ្វើម្ហូបឆ្ងាញ់ប្លែកហើយប្អូនប្រុសដែលឃ្លានរបស់ខ្ញុំក៏ស្រឡាញ់បងខ្លាំងណាស់ពេលចូលទៅក្នុងផ្ទះបាយខ្ញុំបានវត្តដៃអាវឡើងហើយចាប់ដើមលីម្សៅថ្ងៃនេះឈូជីនសហការគ្នាយ៉ាងចម្លែកដោយអង្គុយនៅក្នុងទីធ្លាយ៉ាងស្ដាប់បង្គាប់រងចាំយ៉ាងស្ងៀមស្ងាត់រហូតដល់ព្រះអាទិត្យលិចទៅទីខាងលិចខ្ញុំក៏លើកស៊ុបដុំម្សៅដែលមានក្លិនក្រអូបឈ្ងុយឈ្ងុបមកដាក់លើតុដុំម្សៅនោះមានពណ៌ស្នឹងមូលខ្លំនៅក្នុងទឹកស៊ុបមានស្លឹកខ្ទឹមនិងស៊ុតអន្តែតឡើងគួរឲ្យចង់ញ៉ាំខ្លាំងណាស់ខ្ញុំលឺឈីនហ្វុងលេបទឹកមាត់ចំណែកឈូជីងអង្គុយនៅតុខាងមុខសម្លឹងមើលស៊ុបមួយចាននោះជាយូរដោយមិនកម្រើកសាក់ប្លុកមើលទៅខ្ញុំហុចស្លាបព្រាឲ្យគេក៏ទទួលយកទៅដួសមួយស្លាបព្រាតាក់ចូលក្នុងមាត់រួចក៏ផ្អាកមួយរំពេចយ៉ាងមិនដែររសជាតិដូចពីមុនទេភ្នែករបស់ខ្ញុំភ្លឺថ្លាកាលពីតូចដើម្បីអង្វរឲ្យបងធ្វើស៊ុបដុំម្សៅមួយចាននេះឯងសុខចិត្តធ្វើជាអ្នកបម្រើរបស់បង3ថ្ងៃទាំងបោកខោអាវទាំងកាត់ស្មៅឲ្យជ្រូកស៊ីខ្លួនតូចមួយសោះតែរវល់វល់ពេញខ្លួនហើយថែមទាំងត្រូវឆុងតែចាក់ទឹកច្របាច់ស្មានិងគក់ក្នុងឲ្យបងទៀតឈូជីងទំពីយឺតកែវភ្នែករបស់គេប្រែជាស្មុគស្មាញបន្តិចម្ដងអស់រយៈពេលយ៉ាងយូរគេក៏ងើបមុខសម្លឹងមើលខ្ញុំរួចនិយាយយឺតខ្ញុំគ្រាន់តែគិតថាគេអៀនព្រោះឥឡូវគេជាមន្ត្រីធំហើយមិនអាចនៅតែលោភលន់ចង់ញ៉ាំដូចកាលពីក្មេងទៀតទេឲ្យតែឯងស្ដាប់បង្គាប់បងស្រី
ទៅថ្ងៃមុខបងនឹងធ្វើឲ្យឯងញ៉ាំរាល់ថ្ងៃខ្ញុំនិយាយទាំងញឹមស្រស់ឈូជីងបន្ទាបភ្នែកចុះសម្លឹងមើលស៊ុបក្នុងចានរួចឆ្លើយហឹមតិចយប់នោះខ្ញុំងុយគេងខ្លាំងណាស់តែចង់ទៅផ្ទះបាយរកអ្វីញ៉ាំពេលដើរកាត់បន្ទប់អានសៀវភៅក៏ឈីនហ្វុងនិយាយដោយអចេតនាលោកម្ចាស់លោកត្រូវបានមេដោះចិញ្ចឹមសូម្បីតែឪពុកម្ដាយបង្កើតក៏មិនដែលជួបផងតើមានបងស្រីមកពីណាខ្ញុំស្ងាត់មួយរួចផ្អែកខ្លួនទៅចិត្តដោយមិនដឹងខ្លួនចង់ស្ដាប់ឲ្យច្បាស់ខាងក្នុងនោះស្ងាត់ទៅមួយសន្ទុះរួចក៏មានសំឡេងរបស់ឈូជីងបន្លឺឡើងតិចដោយមិនអាចស្មានដឹងពីអារម្មណ៍ឡើយខ្ញុំមានគម្រោងផ្ទាល់ខ្លួនហើយដោយឃើញថាឈូជីងមានក្បាច់គុណខ្លាំងពូកែខ្ញុំក៏ទូចសុំឲ្យគេបង្រៀនក្បាច់ការពារខ្លួនខ្លះដល់ខ្ញុំគេក៏លេចមើលខ្ញុំមួយផ្លែតដោយមិននិយាយអ្វីរួចអូសខ្ញុំទៅកាន់ទីធ្លាផ្ទះហើយឲ្យខ្ញុំចូលវឹកហាត់ក្បាច់ឈរចាក់គ្រឹះពន្លឺព្រះអាទិត្យចាំងភ្នែកខ្លាំងណាស់ខ្ញុំឈរនៅទីនោះរហូតដល់ស្រពន់ជើងយ៉ាងខ្លាំងគេឈរដាក់ដៃទៅក្រោយនៅក្បែរនោះសម្លឹងមើលខ្ញុំដោយគ្មានទឹកមុខអ្វីទាំងអស់រួចនិយាយថាញែកជើងចេញបន្តិចទៀតតម្រង់ចង្កេះឲ្យត្រង់លើកដៃឡើងគុំកំរើកខ្ញុំសង្ស័យយ៉ាងខ្លាំងថាគេមានបំណងសងសឹកខ្ញុំដោយចេតនាព្រោះគ្រាន់តែទ្រាំបានមិនដល់មួយពេងតែផងខ្ញុំក៏ទ្រាំលែងបានជើងទន់បត់ដួលទៅលើដេមិនរៀនទេមិនរៀនទៀតទេខ្ញុំក្រោកឈរឡើងទាំងក្តៅស្អុះស្អាប់រហូតត្រូវវាស្ដាយអាប់ឡើងលើទៅថ្ងៃមុខមានឯងនៅក្បែរប្រហែលជាគ្មាននរណាហ៊ានមកធ្វើបាបខ្ញុំទេហេហេមិនទាន់និយាយចប់ស្រួលបួលផងស្រាប់តែគេលូកដៃមកចាប់កដៃរបស់ខ្ញុំនៅលើកំភួនដៃរបស់ខ្ញុំមានស្នាមរបួសមួយកន្លែងវាធំប៉ុនមាត់ចានក្រឡេកមើលទៅគួរឲ្យខ្លាចណាស់ហើយជាច្រើនឆ្នាំមកនេះក៏មិនទាន់រលុបបាត់ដែរនេះដូចជាត្រូវសត្វសាហាវខាំសម្លេងរបស់ឈូជីងបន្លឺឡើងរ៉ាមេដៃរបស់គេអង្អែលស្នាមរបួសនោះធ្នមខ្ញុំញឹមឯងភ្លេចហើយឬថាហេតុអ្វីបានជាប្អូនប្រុសរបស់ខ្ញុំស្ដាប់បង្គាប់ខ្ញុំម្លេះគឺដោយសារតែខ្ញុំធ្លាប់ជួយសង្គ្រោះគេពីមាត់ចកឆ្នាំនោះពួកយើងមានអាយុទៅតែ7-8ឆ្នាំប៉ុណ្ណោះដោយសារតែឃ្លានចង់ញ៉ាំក៏ឡើងទៅលើភ្នំដើម្បីបេះទំពាំងពួកយើងមិនដឹងទេថានៅលើភ្នំនាដើបការិចមានចកព្រៃពួកយើងគិតតែពីបេះទំពាំងលុះងើបក្បាលឡើងស្រាប់តែឃើញចកមួយក្បាលឈរនៅចម្ងាយប្រហែល10ម៉ែត្រសម្លឹងមកពួកយើងដោយភ្នែកពណ៌បៃតងខៀវស្រងាត់ខ្ញុំក៏ចាប់អូសដៃគេរត់ភ្លាមរត់មិនរួចឡើយចកនោះបានស្ទុះសម្ដៅមកចំមុខរបស់គេខ្ញុំក៏រុញគេចេញរួចយកដៃទៅរាំងពេលវាខំមួយក្បាច់នោះខ្ញុំឈឺស្ទើរតែសន្លប់ទៅហើយសាច់នៅលើកំភួនដៃពាក់កណ្ដាលត្រូវដាច់របើកចេញមកក្រៅប្អូនប្រុសរបស់ខ្ញុំភ័យខ្លាចរហូតយំខ្លាំងចំណែកខ្ញុំបានត្រឹមតែអាប់គេជាប់ហើយធាក់វាចេញក្រោយមកព្រានព្រៃក្នុងភូមិក៏មកដល់ហើយបានបាញ់សម្លាប់ចកនោះចាប់តាំងពីពេលនោះមកគេតែងតែស្ដាប់បង្គាប់និងស្មោះស្ម័គ្រនឹងខ្ញុំបំផុតបន្ទាប់ពីស្ដាប់ខ្ញុំនិយាយចប់ឈូជីងបានសម្លឹងមើលខ្ញុំយ៉ាងជ្រៅតើមានអារម្មណ៍បែបណាខ្លះដែលកំពុងភ្លឺភ្លេចនៅក្នុងភ្នែកពណ៌ស្វាយចាស់គូបនោះខ្ញុំបែរជាមើលឃើញពីក្តីប្រាថ្នានិងការច្រណែនទៅវិញច្រណែនឬខ្ញុំរៀបនឹងសួរគេថាមានរឿងអ្វីតែគេក៏លែងដៃរួចញាក់ភ្នែកចេញទៅបាត់យប់នេះពន្លឺព្រះច័ន្ទស្អាតខ្លាំងណាស់វាបានជាពន្លឺយ៉ាងខ្លាឆ្វងទៅលើដើមវូធំចាស់នៅក្នុងទីធ្លាផ្ទះមើលទៅដូចជាមានគ្របដណ្ដប់ដោយស្រទាប់ទឹកខ្សែសត្វមពស់បន្ទាប់ពីខ្ញុំលួចញ៉ាំអាហារសម្រន់ពេលយប់រួចហើយដើរត្រឡប់មកវិញកាត់តាមទីធ្លាផ្ទះជើងរបស់ខ្ញុំក៏ទប់មិនបានត្រូវឈប់មួយរំពេចពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រេបបានជិះទៅលើឈូជីងដែលស្លៀកពាក់ខ្មៅនិងដើរជើងទេគេឈរនៅលើកម្រាលថ្មខៀវរាងកាយរបស់គេខ្ពស់ស្រឡះស្បែករបស់គេមើលទៅស្លេកស្លាំងខ្លាំងណាស់ក្រោមពន្លឺព្រះច័ន្ទដែលខាងកាន់ដើរវែងមួយភ្នែករបស់គេសម្លឹងមកខ្ញុំពណ៌ស្វាយនៅក្នុងប្រស្រីភ្នែករបស់គេដិតខ្លាំងរហូតដល់ខ្មៅធ្វើឲ្យមនុស្សភ័យខ្លាចក្នុងចិត្តឈីនហ្វុងបានលេចខ្លួនឡើងនៅក្បែរខ្ញុំតាំងពីពេលណាក៏មិនដឹងពីក្រោយក្នុងខ្ញុំសម្លេងរបស់គេបន្ទាបយ៉ាងតិចលោកមេតបធំកំពុងយកសពអាក្រក់ម្ដងទៀតហើយអ្នកនាងគុំទៅចិត្តអីធ្លាប់មានមនុស្សនៅពេលនេះបានប៉ះទង្គិចនឹងលោកមេតបធំហើយត្រូវបានគេចាក់ទម្លុះទ្រូងមួយដាវស្លាប់ភ្លាមចុងដាវរបស់ឈូជឹងបញ្ចេញពន្លឺត្រជាក់ស្រេបប៉ុន្តែខ្យល់រដូវស្លឹកឈើជ្រុះនាពេលយប់នេះពិតជាត្រជាក់ខ្លាំងណាស់ខ្លួនប្រាណរបស់គេខ្សោយស្រាប់ទៅហើយថែមទាំងក្អកជាប្រចាំហើយថែមទាំងដើរជើងទេទៀតខ្ញុំមិនខ្វល់ពីការខាត់របស់ឈីនហ្វុងឡើយហើយបានដើរទៅរកគេសម្លឹងមើលខ្ញុំដើរទៅចិត្តពណ៌ស្វាយនៅក្នុងភ្នែករបស់គេកាន់តែដិតទៅហាក់ដូចជាចង់ស្រូបយកមនុស្សចូលទៅក្នុងនោះដៃដែលកាន់ដាវរបស់គេទម្លាក់ចុះក្បែរខ្លួនឆ្អឹងម្រាមដៃកម្រើកបន្តិចអ្វីដែលចម្លែកនោះគឺខ្ញុំមិនមានអារម្មណ៍ខ្លាចតតែសោះពួកយើងធំដឹងក្តីមកជាមួយគ្នាមានឈាមជ័រតែមួយជាសាច់ញាតិជិតស្និទ្ធបំផុតខ្ញុំមិនជឿថាគេនឹងធ្វើបាបខ្ញុំឡើយមួយជំហានម្ដងខ្ញុំដើរទៅចំពោះមុខឈូជឹងរួចលាបដៃអបគេខ្លួនប្រាណរបស់គេត្រជាក់ខ្លាំងណាស់ខ្លួនរបស់គេញ័រត្រើតសៀវជឹងខ្ញុំនិយាយតិចដឹងខ្លួនឡើងខ្ញុំជាបងស្រីរបស់ឯងណាគេមិនកម្រើកឡើយឯងមិនអាចយកដាវមកចាក់ខ្ញុំទេខ្ញុំកប់មុខនឹងទ្រូងរបស់គេនិយាយដោយសំឡេងស្អកបើមិនដូច្នោះទេពេលឯងដឹងខ្លួនឡើងច្បាស់ជាត្រូវស្ដាយក្រោយអស់មួយជីវិតវិញ្ញាណអ្នកខនអ្នកម្ដាយនៅឯបរលោកក៏មិនលើកលែងឲ្យឯងដែរដឹងទេគេនៅតែមិនកម្រើកក្តាយខ្ញុំអបគេហើយមានអារម្មណ៍ថាបេះដូងរបស់គេលោតយ៉ាងលឿនឆ្លងកាត់សម្លៀកបំពាក់ស្ដាងលោតដឹបក្បែរត្រជាខ្ញុំខាងក្រៅត្រជាណាស់ឯងថែមទាំងមិនបានពាក់ស្បែកជើងទៀតខ្ញុំលែងគេអោនក្បាលចុះមើលជើងទេរបស់គេជើងរបស់គេត្រូវបានកក់ត្រជាក់រហូតដល់ឡើងស្លេកបន្តិចទៀតបើឈឺត្រូវផឹកថ្នាំល្វីងហើយណាខ្ញុំចាប់ទីដៃរបស់គេត្រជាក់ខ្លាំងណាស់ម្រាមដៃស្រឡូនហើយសន្លាក់ឆ្អឹងឡើងក្រហមព្រឿងទៅបន្ទប់វិញជាមួយបងស្រីល្អទេខ្ញុំក្តាប់ដៃរបស់គេយ៉ាងណែនបងគេងកំដរែងហើយច្រៀងចម្រៀងឲ្យឯងស្ដាប់ល្អទេឈូជើងអោនក្បាលចុះសម្លឹងមើលខ្ញុំអ្វីម្យ៉ាងដែលជ្រៅរកបាតមិនឃើញនៅក្នុងភ្នែករបស់គេក៏សន្សំរលាយបាត់ទៅបង្ហាញឲ្យឃើញពន្លឺបន្តិចបន្តួចនៅខាងក្រោមគេលើកដៃឡើងអង្អែលមុខខ្ញុំធ្នមចុងម្រាមដៃរបស់គេត្រជាក់ស្រេបកាយវិការរបស់គេក្នុងស្រទន់គួរឲ្យភ្ញាក់ផ្អើលបន្ទាប់មកគេក៏ផ្អែកថ្ងាសសន្សំលើស្មារបស់ខ្ញុំខ្លួនប្រាណទាំងមូលរបស់គេទន់ល្វើយដូចជាគ្មានឆ្អឹងអញ្ចឹងផ្អែកមកលើខ្ញុំហាក់ដូចជាបានលងលក់ទៅហើយខ្ញុំប្រញាប់ឲ្យឈីនហ្វុងឲ្យជួយគ្រីគេចូលទៅក្នុងបន្ទប់សម្លឹងមើលគេដែលកំពុងគេងលក់យ៉ាងស្ងប់ស្ងាត់នៅលើគ្រែឈូជិនខ្ញុំដកដង្ហើមធំដោយធូរទ្រូងប៉ុន្តែមិនហ៊ានចាក់ចេញទៅណាឡើយបានត្រឹមតែទ្រុបក្បាលក្បែរគ្រែរបស់គេដើម្បីគេងលក់មួយភាំងដោយមិនបានចាប់អារម្មណ៍ថាមនុស្សនៅលើគ្រែបានបើកភ្នែកឡើងសន្សឹមហើយសម្លឹងមើលខ្ញុំយ៉ាងស្ងៀមស្ងាត់ជីវិតរស់នៅក៏បានកន្លងផុតទៅយ៉ាងសុខសាន្តពីមួយថ្ងៃទៅមួយថ្ងៃបែបនេះឈូជិនមិនអនុញ្ញាតឲ្យខ្ញុំចេញពីភូមិព្រៃឡើយគាត់និយាយថាពេលនេះគាត់មានសត្រូវច្រើនណាស់ជិះមិនរួចទេដែលមានគេយកអត្តសញ្ញាណខ្ញុំទៅគំរាមកំហែងគាត់ឬបង្កប់ឈុះភ្លៀងយ៉ាងណាមិញរាជធានីគឺខុសពីជនបទស្ថានភាពនៅទីនេះស្មុគស្មាញណាស់យីឯងស្នាក់នៅក្នុងភូមិគ្រឹះឲ្យស្រួលបួលទៅគឺគាត់និយាយថាបើខ្វះខាតអ្វីចាំឲ្យគេទៅទិញខ្ញុំក៏ងក់ក្បាលយ៉ាងណាក៏ដោយខ្ញុំក៏មិនសូវចូលចិត្តដើរលេងក្រៅដែរនៅក្នុងភូមិគ្រឹះមានគ្រប់យ៉ាងមិនខ្វះស៊ីខ្វះស្លៀកហើយថែមទាំងមានអ្នកបម្រើទៀតគឺល្អជាងនៅជនបទឆ្ងាយណាស់ប៉ុន្តែយូរទៅវាក៏ចាប់ផ្ដើមធុញទ្រាន់បន្តិចឈូជឹងជីយ៉េងគិតមួយសន្ទុះក៏សម្រេចចិត្តនាំខ្ញុំទៅស្ទូចត្រីនិងធ្វើអាហារញ៉ាំនៅជីក្រុងគាត់ហាក់ដូចជាមានអារម្មណ៍តានតឹងខ្លាំងណាស់
គាត់តាមការពារខ្ញុំមិនឃ្លាតមួយជំហានឡើយលុះឃើញខ្ញុំស្ទូចបានត្រីធំហើយសាច់សប្បាយចិត្តខ្លាំងពេកតតែដួលផ្ងាជើងទៅជ្រុងមាត់របស់គាត់លេចចេញស្នាមញឹមបន្តិចដោយបង្ខំនៅតាមផ្លូវត្រឡប់មកវិញពួកយើងអង្គុយនៅក្នុងគ្រែស្នែងឈូជាងបានខាត់សកម្មភាពបើកវាំងរបស់ខ្ញុំទឹកមុខរបស់គាត់ប្រែជាប្លែកភ្លាមរំពេចនោះមានសូរក្រលួចមួយបន្លឺឡើងព្រួយមួយដើមបានហោះកាត់អាកាសធ្លីវាំងនឹងហោះសំដៅមករកគាត់ចំខួរក្បាលរបស់ខ្ញុំស្រាប់តែទេស្អាតមុនពេលដែលខ្ញុំអាចដឹងខ្លួនរាងកាយរបស់ខ្ញុំបានស្ទុះទៅទាំងពីមុខគាត់បាត់ទៅហើយគឺម៉ែអាថ្លាមធំអើយក៏ខ្ញុំរអ៊ូtomទាំងអស់សង្ឃឹមជីវិតស្រណុកសុខស្រួលរបស់ខ្ញុំនៅមិនទាន់រស់នៅបានឆ្អែតឆ្អន់ផងរំពេចនោះមានកម្លាំងដ៏ខ្លាំងមួយបានទាញខ្ញុំចេញធ្វើឲ្យខ្ញុំវិលមុខថេងហើយត្រូវគេបោះទៅខាងទៀតនៃគ្រែស្នែងសំឡេងគេផាំងគឺមួយបានបន្លឺឡើងខ្ញុំបើកភ្នែកឡើងឃើញផ្ទៃមុខរបស់ជូជឹងស្លេកស្លាំងព្រួយនោះបានដុតជាប់នឹងជញ្ជាំងឈើខាងក្រោយខ្នងរបស់គាត់កន្ទុយព្រួយនៅតែញ័រត្រើតនៅលើដៃរបស់គាត់មានស្នាមឈាមក្រហមឆ្អៅឈាមបានហូរស្រក់តាមដៃចុះមកក្រោមហើយស្រក់ទៅលើដីលោកម្ចាស់តើលោកមិនអីទេឈីនវឹងធៀនវែងលូនក្បាលចូលមកក្នុងគ្រែស្នែងហើយសួរដោយក្តីបារម្ភធៀបក៏មានតែម្នាក់គត់ខ្ញុំបានចាត់មនុស្សឲ្យដេញតាមហើយពីឈូជឹងងក់ក្បាលប៉ុន្តែភ្នែករបស់គាត់នៅតែសម្លឹងមកខ្ញុំមិនដាក់ភ្នែកបូមាត់របស់គាត់កម្រិតតិចតែមិនបានបញ្ចេញសំឡេងអ្វីឡើយអាល្អិតល្ងងម្នាក់នេះបែរជាច្រានខ្ញុំចេញក្នុងពេលអាសន្នហើយខ្លួនឯងសំណាងល្អបួសតែដៃគឺហេតុអ្វីបានជាលៀងជីវទឹកគាត់និយាយចេញមកស្អីគេខ្ញុំប្រញាប់ប្រញាល់ពិនិត្យមើលរបួសរបស់គាត់ហើយប្រញាប់ដាស់តឿនអ្នកបរទេសឲ្យបង្កើនល្បឿនឈូជឹងបានខាំបូមាត់របស់គាត់ប៉ុន្តែមិនបានសួរដេញដល់អ្វីទៀតឡើយចាប់តាំងពីថ្ងៃនោះមកឈូជឹងបានយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងណាស់មិនមានភាពទើសទាល់ដូចពីមុនទៀតឡើយឲ្យតែខ្ញុំអង្គុយចុះតែនឹងត្រូវយកមកជូនភ្លាមឲ្យតែខ្ញុំផ្អែកក្នុងលើក្រែដៃរបស់គាត់នឹងហុចមកឲ្យខ្ញុំកាយពេលខ្ញុំស្ងាត់គាត់ក៏ដឹងខ្លួនគូរូបក្នុងសៀវភៅឲ្យខ្ញុំមើលហើយថែមទាំងលើកចានពុទ្រីជូដែលជួយឲ្យស្វាងភ្នែកមកជូនទៀតផងការច្របាច់ស្មានិងគុកខ្នងក៏កាន់តែស្ទាត់ជំនាញឡើងការបម្រើខ្ញុំគឺធ្វើបានយ៉ាងល្អឥតខ្ចោះខ្ញុំពេញចិត្តនឹងការរីកចម្រើនរបស់គាត់ខ្លាំងណាស់ថ្ងៃនេះពេលដែលគាត់កំពុងគក់ជើងឲ្យខ្ញុំស្រាប់តែមានផ្ទាំងមតិយោបល់ bullet comments ហោះកាត់មុខខ្ញុំអូហូទូស្រីរងច្រឡំមនុស្សហើយនេះជាទូចិត្តអាក្រក់ដ៏សាហាវឃោឃៅមនុស្សដែលស្លាប់ក្រោមដៃរបស់គេបើមិនរាប់ពាន់ក៏រាប់រយនាក់ដែរពីមុនមានស្រីម្នាក់ធ្វើពុតជាអ្នកស្រុកកំណើតជាមួយគេហើយរត់មកអបប្រសោបតែត្រូវគេចាត់ទុកជាការលេងសើចហើយសម្លាប់ចោលភ្លាមគ្មានចិត្តអាណិតស្រឡាញ់ការទុនភ្លុនតតែសោះទូចិត្តអាក្រក់នេះល្បីខាងគុំគួនសងសឹកបំផុតបើអញធ្វើឲ្យគេឈឺមួយធ្នប់គេនឹងកំទេចគ្រួសារអញទាំងមូលសំបីតែចន្លេងក៏ត្រូវពុះជាពីរហើយសឹកក្រហមក៏ត្រូវខំឲ្យខ្ទេចខ្ទីដែរទូស្រីរងថែមទាំងឲ្យគេច្របាច់ស្មាដុំជើងឲ្យទៀតក្បាលប៉ុន្មានក៏មិនគ្រាន់ឲ្យគេកាត់ដែរអ្វីដែលសំខាន់បំផុតនោះគឺប្អូនប្រុសរបស់នាងគឺជាគូស្នេហ៍របស់តួឯកស្រីស៊ូឈីងលីងហើយតួឯកស្រីរៀបការជាមួយប្អូនបង្កើតរបស់គេនឹងឯងខ្ញុំស្រឡាញ់កាំងពេអនក្បាលចុះក៏ល្មមប្រសពភ្នែកនិងកែវភ្នែកដ៏ជ្រៅរបស់បុរសនោះគេធ្វើមុខគួរឲ្យស្រឡាញ់គេមានរឿងអីមែនទេបងស្រីឬមួយខ្ញុំដំស្រាវពេកទូចិត្តអាក្រក់គឺជារបៀបមនុស្សអាក្រក់ខ្លាំងណាស់មែនទេខ្ញុំសម្លឹងមើលឈូជឹងទាំងថ្មឹងក្នុងក្បាលលើសូវីងអក្សរអាត់កំបាំងទាំងនេះតើជារឿងពិតមែនទេម្នាក់នៅចំពោះមុខនេះមិនមែនលីដាប៉ាងមិនមែនជាប្អូនប្រុសរបស់ខ្ញុំទេបងស្រីឃើញខ្ញុំនៅស្ងៀមមិននិយាយស្ដីឈូជឹងក៏បង្ហាញទឹកមុខងឿងឆ្ងល់ខ្ញុំលេបទឹកមាត់រួចនិយាយទាំងស្ទាក់ស្ទើរអាល្អិតថតឯងនៅចាំស៊ូយុនយុននៅក្បាលភូមិបានទេចលនារបស់គេបងអង្គបន្តិចគឺក្មេងស្រីដែលមានភ្នែកធំមុខមូលក្រឡងចង់សក់ទីទុយពីរហើយពេលខ្ញុំមានថ្ពាល់ខួចទាំងសងខាងនោះអីកាលពីតូចឯងចូលចិត្តនាងខ្លាំងណាស់តែងតែទៅតាមយកចិត្តនាងរាល់ថ្ងៃមានរបស់ឆ្ងាញ់អីក៏ទុកឲ្យនាងដែរហើយថែមទាំងនិយាយថាធំឡើងនឹងការនាងធ្វើជាប្រពន្ធទៀតផងឈូជឹងឆ្លើយក៏ហឹមមួយម៉ាត់រួចបន្តដំឲ្យខ្ញុំទៀតឥឡូវឯងមានរូបរាងបែបនេះបើទៅរកនាងច្បាស់ជាសប្បាយចិត្តខ្លាំងណាស់គេឈូជឹងនៅស្ងៀមពី3វិនាទីរួចញឹមស្រាក៏រឿងការពីក្មេងមិនអាចយកជាការបានទេខ្ញុំមកក្បាលខាងក្រៅមើលទៅស្ងប់ស្ងាត់តែការពិតក្នុងចិត្តស្លាប់បាត់ទៅហើយឈួតលប់ឲ្យគ្មានស៊ូយុនយុនស្អីតតែសោះខ្ញុំកាលពីតូចដូចជាស្វាអនិថាអញ្ចឹងរាល់ថ្ងៃគិតតែពីដេញចាប់ដើររកចាប់ត្រីលេងប៉ាតណាប៉ាតណីគ្មានចំណាប់អារម្មណ៍លើក្មេងស្រីតតែសោះឈូជឹងពិតជាមនុស្សបោកប្រាស់មែនក្នុងចិត្តខ្ញុំស្រាប់តែអស់សង្ឃឹមជាខ្លាំងឈូជឹងស្អប់អូនប្រុសខ្ញុំខ្លាំងណាស់គេទុកខ្ញុំនៅក្បែរខ្លួនច្បាស់ជាដើម្បីសងសឹកគេតាមរយៈខ្ញុំក្នុងនាមជាលីដាយ៉ាក្រោយដឹងការពិតហើយខ្ញុំមិនហ៊ានឲ្យឈូជឹងដំជើងច្របាច់ស្មាទៀតទេហើយក៏មិនហ៊ានឲ្យគេលើកទឹកតែបំរើទឹកឬបញ្ជាឲ្យធ្វើនេះធ្វើនោះទៀតដែរឲ្យតែគេមកចិត្តខ្ញុំនឹងរកលេសគេខ្លួនភ្លាមឲ្យតែគេសម្លឹងមើលពេលគាត់និយាយខ្ញុំបានត្រឹមតែអនក្បាលចុះមិនហ៊ានមើលមុខគាត់ឡើយពេលគាត់លើកតែមកឲ្យខ្ញុំប្រាប់ថាមិនបាច់ទេពេលគាត់ច្របាច់ស្មាឲ្យខ្ញុំក៏គេចចេញហើយពេលគាត់សួរខ្ញុំថាចង់ញ៉ាំអ្វីខ្ញុំឆ្លើយថាតាមចិត្តធ្វើបែបនេះច្រើនដងចូលមុខរបស់គាត់ក៏ប្រែជាស្រអាប់ហើយទឹកដុំសម្លេងរបស់គាត់ថែមទាំងបង្កប់ដោយភាពអាក់អន់ចិត្តថាតើខ្ញុំធ្វើអ្វីខុសមែនទេទើបធ្វើឲ្យបងស្រីមិនសប្បាយចិត្តបែបនេះខ្ញុំក៏វិក្បាលមិនហ៊ាននិយាយអ្វីច្រើនឡើយឈូជឹងលូកដៃបំរុងនឹងស្ទាបមុខរបស់ខ្ញុំធ្វើឲ្យខ្លួនប្រាណខ្ញុំទាំងមូលរឹងកំប្រឹសប្រៀបដូចជាសត្វប្រមាដែលផ្អើលស្លន់ស្លោបន្លាពេញខ្លួនរបស់ខ្ញុំបោះឡើងត្រង់ដង្ហើមរបស់ឈូជឹងទាំងមួយរំពេចហើយដៃដែលលើកឡើងនោះក៏ធ្លាក់ចុះបន្តិចគាត់ដាក់ដៃចុះយឺតដោយស្ងៀមស្ងាត់មិនដឹងជាហេតុអ្វីឡើយនៅក្នុងចិត្តរបស់ខ្ញុំក៏មានអារម្មណ៍មិនសូវស្រួលដែរលុះពេលមេឃងឹតខ្ញុំក៏លួចស្ពីស្បង់ខោអាវដែលបានរៀបចំទុកជាស្រេចរៀបចំរួចរាល់ដោយមានបំណងចង់ផ្លោះរបស់រត់គេចខ្លួននៅពេលយប់នេះព្រះច័ន្ទធំហើយភ្លឺខ្លាំងណាស់ខ្ញុំបានលួចលបទៅកាន់ជញ្ជាំងខាងក្រោយជើងជញ្ជាំងនៃទីធ្លាខាងក្រោយរួចក្រវែងស្បង់ខោអាវឡើងទៅលើហើយជន់ចន្លោះអត់ឡើងទៅពេលទៅតែឡើងដល់លើកំពូលរបងស្រាប់តែមានសំឡេងស្អប់ធ្ងន់មួយបន្លឺឡើងពីខាងក្រោមបងស្រីតើបងបំរុងនឹងទៅណាខ្ញុំអន់មើលទៅក្រោមស្ទើរតែលួចប្រលឹងទៅហើយព្រោះអ្នកនោះគឺឈូជឹងពន្លឺព្រះច័ន្ទបានធ្វើឲ្យស្រមោលរបស់គាត់អូសបន្លាយយ៉ាងវែងគាត់ឈរនៅទីនោះដូចជាព្រះកាច់សាហាវមួយអង្គបងស្រីគាត់រើសអ្វីយ៉ាងពីលើដីបងជ្រុះរបស់ហើយពេលនោះទៅខ្ញុំមើលឃើញច្បាស់ថាវាគឺជាអាវត្រណប់បុរាណពណ៌ក្រហមប៉ាក់រូបសត្វទាក្រវ៉ាន់ប្រកាសជាជ្រុះចេញពីស្បង់ខោអាវដោយសារតែភាពស្លន់ស្លោរបស់ខ្ញុំអំបញ្ញមិញនេះហើយឈូជឹងប្រាំរែមដៃចង្អុលធ្វើអាវត្រណប់នោះឡើងរួចពិនិត្យមើលវានៅក្រោមពន្លឺព្រះច័ន្ទពណ៌ក្រហមឆ្អៅនោះបានជួយលើកសម្រស់ផ្ទៃមុខដ៏ម៉ត់ខៃដោយត្បូងរបស់គាត់ធ្វើឲ្យមើលទៅរឹតតែមានភាពតាក់ទាញខាងផ្លូវភេទយ៉ាងខ្លាំងនៅតែមើលទៀតមែនទេថ្ពាល់របស់ខ្ញុំឡើងក្រហមញ៉ាំងចង់តែរកប្រហោងដីជ្រែកខ្លួនពួនឲ្យបាត់ប្រគល់ឲ្យខ្ញុំវិញមកប្រញាប់ប្រគល់ឲ្យខ្ញុំវិញមកឈូជឹងមិនទាន់ឆ្លើយតបខ្ញុំភ្លាមទេខ្សែភ្នែករបស់គាត់ប្រែជាជ្រៅទៅកណ្ដាលអាធ្រាត្របែបនេះតើហេតុអ្វីបានជាបងស្រីមកទីនេះខ្ញុំក៏ឆ្លើយដោះសារទាំងវង្វេងវង្វាន់ថា
គឺខ្ញុំឃ្លានខ្លាំងណាស់ចង់ចេញទៅរកអីញ៉ាំខាងក្រៅនៅក្នុងចិត្តខ្ញុំដឹងច្បាស់ថាសូម្បីតែខ្មោចក៏មិនជឿពាក្យនេះដែរឈូចឹងស្រាប់តែនៅស្ងៀមមិននិយាយអ្វីឡើយពន្លឺគំជិះទៅលើផ្ទៃមុខរបស់គាត់ភ្លឺស្រអាប់មិនច្បាស់ធ្វើឲ្យមើលមិនដឹងពីទឹកមុខរបស់គាត់ឡើយមួយសន្ទុះធំក្រោយមកគាត់ក៏លើកជ្រុងមាត់ឡើងបន្តិចអូអីចឹងហាគាត់ញាត់អាវត្រណប់នោះចូលទៅក្នុងដៃអាវរួចហុចដៃមករកខ្ញុំចុះមកចុះនៅលើរបងខ្យល់បក់ខ្លាំងណាស់ខ្ញុំមិនកម្រើកឡើយគាត់ដកដង្ហើមធំរួចលោតផ្លោះឡើងមកឈរនៅក្បែរខ្ញុំយ៉ាងស្រាលខ្លួនកំពូលរបងគឺចង្អៀតខ្លាំងណាស់មនុស្សពីរនាក់ប្រជ្រៀតគ្នាធ្វើឲ្យខ្ញុំស្ទើរតែធ្លាក់ទៅក្រោមគាត់លូកដៃមកអបចង្កេះរបស់ខ្ញុំហើយទាញខ្ញុំឲ្យទៅជិតខ្លួនគាត់បន្តិចបងស្រីខ្ញុំបីបងចុះទៅគាត់អន់ក្បាលមើលមកខ្ញុំដង្ហើមរបស់គាត់ភីមកលើត្រចៀករបស់ខ្ញុំយ៉ាងក្តៅវណ្ហោខ្លួនប្រាណរបស់ខ្ញុំរឹងកំប្រឹសមិនហ៊ានកម្រើកឡើយឈូចឹងបានបីខ្ញុំចុះមកក្រោមវិញបន្ទាប់មកគាត់បាននាំខ្ញុំទៅកាន់ផ្ទះបាយតូចមេចុងភៅបានធ្វើម្ហូប4មុខនិងស៊ុបមួយចានឲ្យខ្ញុំទាំងកណ្ដាលយប់ខ្ញុំក៏បង្ខំចិត្តញ៉ាំទាំងទើសទាល់ស្ទើរតែញ៉ាំរហូតដល់ឆ្អែតស្ទើរប្រកាច់ឈូជីងឈរនៅម្ខាងសម្លឹងមកខ្ញុំរួចក៏និយាយឡើងមកភ្លាមថាបងស្រីមានអារម្មណ៍ថារស់នៅក្នុងភូមិគ្រឹះមិនសប្បាយចិត្តមែនទេខ្ញុំក៏ងក់ក្បាលរួចក៏ប្រញាប់ក្រវីក្បាលឯណាហ៊ានទៅលើកនេះឈូជីងនៅស្ងៀមមិននិយាយអ្វីទៀតឡើយបន្ទាប់ពីយប់នោះមកគេក៏លែងមកក្បែរខ្ញុំទៀតហើយលែងមកឈរចាំខ្ញុំក្រោកពីគេងនៅមុខបន្ទប់តាំងពីព្រលឹមលែងដើរតាមខ្ញុំពេញមួយថ្ងៃនឹងលែងតែងតែសួរដេញដល់ខ្ញុំថាហេតុអ្វីបានជាខ្ញុំឃ្លាតឆ្ងាយពីគេពេលខ្ញុំអង្គុយមើលសៀវភៅរូបភាពនៅក្នុងទីធ្លាគេក៏ឈរមើលពីចម្ងាយនៅក្រោមរបៀងផ្ទះមួយសន្ទុះរួចក៏ដើរចេញទៅឈិនវឹងមកប្រាប់ខ្ញុំថាប៉ុន្មានថ្ងៃនេះលោកមេតបតែងតែអង្គុយថ្មឹងម្នាក់ឯងសូម្បីតែពាក់កណ្ដាលអធិបក៏មិនព្រមគេងដែរគឺអង្គុយនៅក្នុងបន្ទប់អានសៀវភៅសម្លឹងមើលជញ្ជាំងដែលពោពេញទៅដោយរូបគំនូរតើជារូបគំនូររបស់កញ្ញាស៊ូមែនទេខ្ញុំសួរគឺជារូបគំនូររបស់លោកស្រីទេឈិនវឹងនិយាយរូបដែលគូក្នុងប៉ុន្មានថ្ងៃនេះត្រូវបានព្យួរឡើងទាំងអស់ហើយខ្ញុំស្រឡាំងកាំងមួយសន្ទុះពេលរសៀលខ្ញុំក៏ទៅបន្ទប់អានសៀវភៅពេញមួយជញ្ជាំងសុទ្ធតែជាមុខរបស់ខ្ញុំទាំងពេលកំពុងញ៉ាំគ្រាប់ឈូករត់ពេលស្ងាត់ពេលបើកភ្នែកធំនិងពេលសើចរហូតចេញស្នាមជ្រីវជ្រួញរាប់ទាំងគំនូរទាំងអស់សុទ្ធតែត្រូវបានគូយ៉ាងផ្ចិតផ្ចង់សូម្បីតែប្រជ្រួយតូចនៅលើខ្ទង់ច្រមុះរបស់ខ្ញុំក៏មិនរំលងដែរគេអង្គុយនៅកណ្ដាលរូបគំនូរទាំងនោះបែរខ្នងទៅរកទ្វារមិនកម្រើកតតែសោះខ្ញុំមិនបានចូលទៅទេព្រោះខ្ញុំមិនដឹងថាត្រូវប្រឈមមុខនឹងគេយ៉ាងណានោះទេប៉ុន្មានថ្ងៃក្រោយមកឈូជីងចង់នាំខ្ញុំចេញក្រៅនោះជាលើកដំបូងបង្អស់ចាប់តាំងពីចូលរដូវរងាមកដែលគេអនុញ្ញាតឲ្យខ្ញុំចេញពីភូមិគ្រឹះឈូជីងនិយាយថាផ្កាមីនៅវត្តស៊ីក្រៅក្រុងរីកហើយចង់ឲ្យខ្ញុំទៅមើលរទេសសេះបោចេញពីក្រុងយឺតខ្ញុំនឹងឈូជីងអង្គុយនៅក្នុងរទេសដោយគ្មាននិយាយអ្វីរកគ្នាឡើយពេញមួយផ្លូវវត្តស៊ីស្ថិតនៅលើភ្នំត្រូវឡើងភ្នំអស់រយៈពេលយ៉ាងយូរខ្ញុំឡើងបានពាក់កណ្ដាលផ្លូវក៏ទៅលេងរួចក៏អង្គុយចុះដកដង្ហើមធំនៅក្បែរផ្លូវឈូជីងឈរនៅក្បែរនោះហាក់ដូចជាចង់និយាយអ្វីតែមិននិយាយមានការអីមែនទេខ្ញុំសួរគ្មានអ្វីទេគេនិយាយផ្កាមីនៅលើកំពូលភ្នំពិតជារីកស្អាតខ្លាំងណាស់មានទាំងពណ៌ក្រហមពណ៌ស្ដុះត្រួតលើគ្នាជាស្រទាប់ហើយក្លិនក្រអូបត្រជាក់អន្តែទៅគ្រប់ទីនៅក្នុងវត្តមានផ្សែងធូបហុយត្រឡោមមនុស្សម្នាក់ដើរចេញចូលយ៉ាងកកកខ្ញុំដើរតាមហ្វូងមនុស្សចូលទៅខាងក្នុងស្រាប់តែមនុស្សនៅខាងមុខនិយាយគ្នាថានោះមិនមែនជាលោកសុងដែលជាមន្ត្រីអធិការកិច្ចទេលោកសុងណាគឺលោកម្ចាស់សុងមន្ត្រីអធិការកិច្ចដ៏ស្មោះត្រង់នោះអីឬថាគេកើតមកមានប្រស្រីភ្នែកពណ៌ស្វាយមួយគូដូចគ្នាបេះបិទទៅនឹងស្ដេចចម្បាំងចិនតៃវ៉ាងដែលល្បីល្បាញខាងធ្វើសឹកសង្គ្រាមគឺជាប្រផ្នូលល្អរបស់ប្រទេសជាតិហេតុនេះហើយទើបទទួលបានការពេញចិត្តយ៉ាងខ្លាំងឬថាគេបានរៀបការជាមួយកូនស្រីរបស់លោកគ្រូធំទៀតផងពិតមែនហើយទើបតែរៀបការកាលពីប៉ុន្មានថ្ងៃមុននេះឯងពិធីរៀបការនោះអធិកអធមខ្លាំងណាស់ជាងរបស់ខ្ញុំក៏ទប់មិនជាប់ប្រស្រីភ្នែកពណ៌ស្វាយនៅលើលោកនេះបែរជាមានប្រស្រីភ្នែកពណ៌ស្វាយពីរគូទៅវិញខ្ញុំក៏ដើរជ្រែកហ្វូងមនុស្សទៅមុខនៅក្នុងវិហារធំមានមនុស្សមួយក្រុមឈរនៅកណ្ដាលបរិសម្នាក់នោះស្លៀកពាក់អាវធំពណ៌ខ្មៅលាយស្រៀងខ្ពស់ស្រឡះកំពុងតែងាកក្បាលនិយាយជាមួយមនុស្សនៅក្បែរខ្លួនស្របពេលដែលពន្លឺព្រះអាទិត្យពន្លឺចាំងមកលើផ្ទៃមុខរបស់គេភ្នែកគូនោះគឺដូចបេះបិទទៅនឹងអ្វីដែលខ្ញុំចងចាំផ្ទៃមុខរបស់គេស្គមជាងមុននិងមានទម្រង់ច្បាស់ជាងកាលពីខ្ញុំចាក់ចេញទៅខ្សែកាំរបស់គេមកមួនប៉ុន្តែទម្រង់មុខនៅតែជាទម្រង់មុខដែលចិញ្ចាំនឹងភ្នែកនៅតែដែលគេញឹមតិចហើយកំពុងនិយាយជាមួយមនុស្សនៅក្បែរខ្លួនបង្ហាញក្មេងស្បន្តិចប្អូនប្រុសរបស់ខ្ញុំនោះគឺជាប្អូនប្រុសរបស់ខ្ញុំជើងរបស់ខ្ញុំក៏បោះជំហានទៅមុខដោយខ្លួនឯងហើយរត់ទៅរកទីដៅនោះសៀវប៉ាំងជាឆ្មាំដែលយាមនៅខាងក្រៅបានមកខាត់ខ្ញុំដៃរបស់គេកាន់ដាវហើយសម្លឹងមកខ្ញុំដោយគ្មានទឹកមុខអ្វីទាំងអស់លោកម្ចាស់ខ្ញុំអង្វរកទាំងទឹកភ្នែករហាមខ្ញុំមកស្វែងរកលោកម្ចាស់សុងយូស៊ូដែលនៅខាងមុខនោះខ្ញុំមានរឿងចង់សុំអង្វរគ្រាន់តែសុំអង្វរលោកអនុញ្ញាតឲ្យខ្ញុំទៅតែប៉ុណ្ណោះពួកសាច់ញាតិមន្ត្រីដែលកំពុងថ្វាយបង្គំព្រះត្រូវបានរំខានដោយសម្លេងនៅទីនេះហើយបានងាកមកមើលម្ដងម្នាក់សុងយូស៊ូក៏បានក្រឡេកមើលមកដោយមិនសូវចាប់អារម្មណ៍ប៉ុន្តែបន្ទាប់មកខ្សែភ្នែករបស់គេក៏គាំងជាប់ប្រស្រីភ្នែកគូនោះស្រាប់តែរួមទៅភ្លាមគេសម្លឹងមកខ្ញុំមិនដាក់ភ្នែកស្នាមយឹមនៅលើផ្ទៃមុខរបស់គេលាយបាត់ទៅបន្តិចម្ដងហាក់ដូចជាខ្លាចចំណាំមនុស្សខុសខ្សែភ្នែករបស់គេសម្លឹងមកលើខ្លួនខ្ញុំចុះឡើងដើម្បីបញ្ជាក់ឲ្យច្បាស់ខ្ញុំឃើញបូមាត់របស់គេកំពុងញ័របងស្រីគេហៅសាកល្បងដោយសម្លេងស្អកស្ទើរតែស្ដាប់មិនចង់បានខ្ញុំក៏ខំប្រឹងងក់ក្បាលទឹកភ្នែកហូរស្រោចពេញមុខគេរុញមនុស្សដែលបាំងផ្លូវចេញរត់ត្រដាប់ត្រដួសមករួចក៏អបខ្ញុំជាប់នឹងទ្រូងបងស្រីគេយំសឹកសួរយ៉ាងខ្លាំងបងនៅរស់ទេខ្ញុំស្មានតែបងស្លាប់បាត់ទៅហើយខ្ញុំធ្លាប់ចាត់មនុស្សឲ្យទៅរកបងពួកគេនិយាយថាភូមិរបស់យើងកើតជំងឺអាសន្នរោគបងនិងម៉ែសុទ្ធតែលេងនៅហើយខ្ញុំអង្អែក្នុងរបស់គេទឹកភ្នែកហូរមកបញ្ឈប់ម៉ែស្លាប់ហើយខ្ញុំនិយាយមុនពេលគាត់ស្លាប់គាត់បានប្រាប់ឲ្យខ្ញុំមកទីក្រុងលួងដើម្បីស្វែងរកឯងពេលដឹងរឿងនេះដំណឹងដ៏អាក្រក់នេះប្អូនប្រុសរបស់ខ្ញុំរឹតតែយំខ្លាំងជាងមុនទៅទៀតពួកយើងអបគ្នាណែននៅមាត់ទ្វារវិហារយំនៅចំពោះមុខមនុស្សម្នាក់ដែលដើរកាត់ទៅមកដូចជាមនុស្សឈួតនៅមិនឆ្ងាយប៉ុន្មានមានមនុស្សម្នាក់កំពុងឈរសម្លឹងមើលទស្សនភាពនេះដោយស្ងៀមស្ងាត់គឺឈូជាងគេឈរនៅក្រោមដើមไม้សាក់ចាស់មួយដើមមិនដឹងថាឈរមើលតាំងពីពេលណាមកទេស្រទាប់ការពីរបីសន្លឹកបានធ្លាក់លើស្មារបស់គេខ្សែភ្នែករបស់គេសម្លឹងទៅលើប្អូនប្រុសរបស់ខ្ញុំដោយមានអារម្មណ៍អវែងយ៉ាងភ្លឺឡើងក្នុងភ្នែករួចក៏ងាកមកសម្លឹងលើខ្លួនខ្ញុំវិញអ្នកដែលមកអុជធូបជាមួយប្អូនប្រុសរបស់ខ្ញុំក៏មានភរិយារបស់គេដែរគឺស៊ូឈីងលីងដែលជាតួឯកស្រីដែលអក្សរស៊ូទាំងនោះបាននិយាយដល់ខ្ញុំដឹងថាពីមុនឈូជាងស្រឡាញ់នាងខ្លាំងកម្រិតណាខ្ញុំគិតថាការជួបគ្នានៅពេលនេះច្បាស់ជាធ្វើឲ្យចិត្តរបស់គេរង្គោះរង្គើនិងហាក់ដូចជាធ្លាក់ទឹកចិត្តប៉ុន្តែនៅពេលបានជួបនាងកញ្ញាស៊ូពិតប្រាកដមែននាងគ្រាន់តែញក់ក្បាលដោយទឹកមុខធម្មតាហើយខ្សែភ្នែករបស់នាងក៏ងាកមកសម្លឹងខ្ញុំវិញម្ដងទៀត
ពួកយើងទាំង4នាក់បានរកឃើញទីធ្លាមួយនៅក្នុងវិហារដើម្បីសម្រាប់អូនប្រុសរបស់ខ្ញុំនៅតែអប់ខ្ញុំមិនព្រមលែងទាំងយំសឹកសួរស៊ូឈីងលីងនិងខ្ញុំបានលួងលោមគាត់ដោយសម្លេងស្រទន់អស់មួយសន្ទុះធំទើបគាត់ធូរស្រាលចិត្តឡើងវិញឯខ្ញុំក៏មានអារម្មណ៍ថាស្ងួតយ៉ាងខ្លាំងរហូតរកទឹកផឹកគ្រប់កន្លែងហើយក៏លើកតែឡើងផឹកដោយមិនដឹងខ្លួនគាត់ចង់ចាក់ទឹកឲ្យខ្ញុំក្នុងពេលជាមួយគ្នានោះប្អូនប្រុសខ្ញុំឃើញបូមាត់ខ្ញុំស្ងួតរហូតរបស់ស្បែកក៏ងាកទៅស្រែកហៅមនុស្សភ្លាមថាមកនេះឲ្យលឿនមកបងស្រីយកតែមកពេលគាត់ងាកក្រោយវិញក៏ឃើញឈីយេងកំពុងកាន់កំសៀវចាក់ទឹកចូលក្នុងពែងពួកគេទាំងពីរនាក់ក៏គាំងមួយស្របក់ context ខ្ញុំបានឡើងភ្នំអស់រយៈពេលយ៉ាងយូរជើងក៏ស្រពន់អស់ទៅហើយថែមទាំងអារម្មណ៍ប្រែប្រួលឡើងចុះខ្លាំងទៀតធ្វើឲ្យទន់ដៃទន់ជើងពេញខ្លួនហើយក៏ផ្អែកទៅជំហានដោយមិនដឹងខ្លួនចង់រកកន្លែងបង្អែកឈីយេងស្ទើរតែលុតជង្គង់ចុះដោយសភាពគិតហើយលូកដៃមកច្របាច់ជើងឲ្យខ្ញុំចំណែកអូនប្រុសខ្ញុំក៏អន់ខ្លួនចុះដោយសភាពគិតហើយលូកដៃមកជួយគ្រីខ្ញុំអ្នកទាំងពីរលូកដៃចេញមកព្រមគ្នាហើយក៏តាក់ដើមដៃព្រមគ្នាដែរពួកគេស្រឡាំងកាំងមួយផ្លែទើបដឹងខ្លួនថាខ្លួនឯងទើបតែធ្វើអ្វីចុះទៅឯខ្ញុំវិញបែរជាសាមនឹងការលាបជើងទៅចំពោះមុខឈីយេងទៅហើយប្អូនប្រុសខ្ញុំសម្លឹងមើលឈីយេងផងមើលខ្ញុំផងភ្នែករបស់គេបើកធំតើអញបានធ្វើអ្វីដាក់បងស្រីខ្ញុំសងយេស៊ីប្រុងប្រយ័ត្នជាខ្លាំងឈីយេងមិនខ្វល់ពីគេឡើយគាត់បានងើបមុខសម្លឹងមើលខ្ញុំក៏សម្លឹងមើលគាត់វិញទាំងអៀនខ្មាស់បរិយាកាសស្ងប់ស្ងាត់រហូតអាចជឿសម្លេងកាមីជ្រូដដីខ្ញុំបាននិយាយរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងនាពេលថ្មីនេះយ៉ាងខ្លីដោយលាក់បាំងរឿងដែលឈីយេងលាក់អត្តសញ្ញាណពិតនិងរឿងផ្សេងទៀតដោយគ្រាន់តែនិយាយថាគាត់ឃើញខ្ញុំគួរឲ្យអាណិតទើបទទួលចិញ្ចឹមខ្ញុំបន្ទាប់ពីសងយេស៊ីស្ដាប់រួចក៏មានការសង្ស័យខ្លះគេមិនជឿថាឈីយេងមានចិត្តល្អយ៉ាងនេះទេប៉ុន្តែពេលឃើញខ្ញុំមានដៃជើងល្អពេញលេញថែមទាំងមានស្បែកខ្ចីនិងមានឈាមជ័រល្អដែលមើលទៅដឹងភ្លាមថាត្រូវបានគេមើលថែយ៉ាងដិតដល់និងរស់នៅយ៉ាងសុខស្រួលគេក៏មិនដឹងនិយាយអ្វីទៀតដែរក៏បានអន់គោរពយ៉ាងជ្រាលជ្រៅហើយនិយាយថាថ្ងៃក្រោយនឹងនាំយកកាដូយ៉ាងសមរម្យមកសួរសុខទុក្ខនិងថ្លែងអំណរគុណដល់ផ្ទះជាមិនខានឈីយេងមិនបាននិយាយអ្វីឡើយគាត់គ្រាន់តែសម្លឹងមើលខ្ញុំពន្លឺនៅក្នុងភ្នែករបស់គាត់ស្រអាប់ចុះបន្តិចប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានឮថាឈីយេងធ្លាក់ខ្លួនឈឺធ្ងន់គឺឆេនពេងជាអ្នកមកប្រាប់ខ្ញុំគេឈរនៅមាត់ទ្វារភូមិគ្រឹះត្រកូលសង់ដោយមិនព្រមចូលមកខាងក្នុងទេគ្រាន់តែឲ្យអ្នកយាមទ្វារមកប្រាប់ថាលោកមេតបធំធ្លាក់ខ្លួនឈឺហើយចង់ញ៉ាំស៊ុបម្សៅក្តាប់មួយចានតែបងស្រីធ្លាប់ធ្វើខ្ញុំស្លុតចិត្តបន្តិចស៊ុបម្សៅក្តាប់បែបដែលខ្ញុំធ្លាប់ធ្វើមែនទេអ្នកយាមទ្វារនិយាយថាឆ្មាំខេននិយាយថាលោកមេតបធំនឹកនាដល់រសជាតិនោះណាស់ញ៉ាំអ្វីមិនចូលជាច្រើនថ្ងៃមកហើយសងយេស៊ីឬនៅក្បែរនោះក៏ខឹងសម្បាភ្លាមថាយកសັບទៅហេតុអ្វីបានជាបងស្រីខ្ញុំត្រូវធ្វើឲ្យគេញ៉ាំទុកឲ្យគេឈឺស្លាប់ទៅខ្ញុំបានខាត់គេមិនឲ្យនិយាយបន្តទៀតរួចក៏ត្រឡប់ទៅក្នុងបន្ទប់វិញហើយអង្គុយអស់រយៈពេលយ៉ាងយូមេកនៅក្រៅបង្អួចស្រអាប់ស្រពោនហាក់ដូចជាហៀបនឹងធ្លាក់ព្រើគ្រប់គ្នាធ្លាប់និយាយថាជីយេងមានចិត្តសាហាវយំខ្នងសម្រាប់មនុស្សដូចស្មៅប៉ុន្តែវាគួរឲ្យអស់សំណើចណាស់នៅក្នុងអំឡុងពេលដែលរស់នៅជាមួយគ្នាខ្ញុំឃើញតែភាពឯកោរបស់គាត់ប៉ុណ្ណោះភាពឯកោបែបនោះខ្ញុំយល់ច្បាស់ណាស់ព្រោះបន្ទាប់ពីម្ដាយខ្ញុំស្លាប់ទៅខ្ញុំក៏បានធ្វើដំណើរទៅកាន់រាជធានីតែម្នាក់ឯងដែរនៅពេលដែលខ្ញុំគ្មានសាច់ញាតិសោះលុយកាក់ធ្វើដំណើរត្រូវអស់ហើយត្រូវអង្គុយច្រហោងនៅចិញ្ចើមផ្លូវស៊ីនំបងក្រៀមអារម្មណ៍បែបនេះពិតជាបានកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំដូចគ្នាគ្មានខុសឡើយទ្រង់កំសត់ជាងខ្ញុំទៅទៀតយ៉ាងហោចណាស់ក៏ខ្ញុំនៅមានប្អូនប្រុសនិងមានអ្នកបារម្ភពីខ្ញុំដែរតែទ្រង់គ្មានអ្វីសោះឡើយខ្ញុំក៏បានទៅផ្ទះបាយធ្វើស៊ុបព្រាបមួយចានមានម្សៅដុំតូចដែលលីងយ៉ាងម៉ត់ល្អទឹកស៊ុបធ្វើពីទឹកស្ងោរមាន់មានស្លឹកខ្ទឹមនិងស៊ុបអន្តែពីលើខ្ញុំបានរៀបចំដាក់ក្នុងប្រអប់ស្រាក់ពេលយូវាដើរចេញទៅក្រៅសុងយូស៊ូបានមកស្ទាក់ខ្ញុំនៅមាត់ទ្វារបងស្រីបងពិតជាចង់ទៅមែនទេខ្ញុំមកក្បាលយឺតសុងយូស៊ូមិនអាចទាស់ចិត្តខ្ញុំបានក៏បានត្រឹមតែយល់ព្រមអញ្ចឹងខ្ញុំទៅជាមួយបងដែរភូមិគ្រឹះស្ដេចក្រាញ់ចិនប៉ៃនៅតែមានសភាពដូចដើមទ្វារធំស្កឹមស្កៃតែស្ងាត់ជ្រុងខ្លាំងណាស់ឈីនហ្វឹងបាននាំខ្ញុំដើរចូលទៅខាងក្នុងហើយឈប់នៅមុខទ្វារបន្ទប់រួចនិយាយថាលោកម្ចាស់សុងមិនងាយស្រួលនឹងចូលទៅទេសូមរងចាំនៅខាងក្រៅចុះសុងយូស៊ូបានសម្លក់គេមួយផ្លែតតែចុងក្រោយមិនបាននិយាយអ្វីឡើយគ្រាន់តែឈរនៅនឹងកន្លែងភ្នែកសម្លឹងមើលខ្នងរបស់ខ្ញុំរហូតពេលរុញទ្វារបើខ្ញុំក៏បានឃើញឈូជីងនៅក្នុងបន្ទប់មានបង្កាត់ចង្ក្រានធ្យូងយ៉ាងកក់ក្ដៅថែមទាំងដណ្ដប់ពួយយ៉ាងក្រាស់ទៀតផងតែផ្ទៃមុខរបស់ទ្រង់បែរជាស្លេកស្លាំងគួរឲ្យខ្លាចណាស់កែវភ្នែកពណ៌ស្វាយចាស់គូកំពុងតែស្រុតចុះទៅក្នុងរង្វង់ភ្នែកមើលទៅកាន់តែជ្រៅពេលឃើញខ្ញុំដើរចូលមកក៏ភ្លឺឡើងបន្តិចបងស្រីទ្រង់ក៏សន្សឹមក្រោកអង្គុយឡើងសំឡេងស្អុះស្អាងដូចជាក្រដាសខាត់នឹងបំពង់ក៏ខ្ញុំបានដាក់ប្រអប់ស្រាក់នៅលើទទូចក្បែរក្បាលក្រែរួចបើគំរប់ចេញរួចលើកចានស៊ុបម្សៅដុំនោះចេញមកញ៉ាំទៅខ្ញុំនិយាយទ្រង់ហុចដៃមកទទួលដៃញ័រយ៉ាងខ្លាំងពេលទើបតែប៉ះចានក៏ស្ទើរតែហៀចេញមកក្រៅខ្ញុំមើលទៅមិនដាច់ចិត្តក៏បានត្រឹមតែយកចាននោះមកវិញដួសមួយស្លាបព្រាភ្លុំតិចរួចហុចទៅដល់មាត់របស់ទ្រង់ហាមាត់ទៅខ្ញុំនិយាយទ្រង់ក៏ហាមាត់យ៉ាងស្ដាប់បង្គាប់រួចលេបស៊ុបម្សៅដុំមួយស្លាបព្រានោះចូលទៅខ្ញុំបញ្ចុកទ្រង់មួយស្លាបព្រាម្ដងហើយទ្រង់ក៏ញ៉ាំមួយម៉ាត់ម្ដងភ្នែកសម្លឹងមើលខ្ញុំមិនដាក់ភ្នែកហាក់ដូចជាខ្លាចខ្ញុំរត់បាត់អញ្ចឹងរហូតដល់ទឹកស៊ុបដំណក់ចុងក្រោយក៏ត្រូវបានទ្រង់ផឹកអស់ដែរខ្ញុំដាក់ចានចូលក្នុងប្រអប់ស្រាក់វិញងើបក្បាលឡើងចំខ្សែភ្នែករបស់ទ្រង់ល្មមជំងឺរបស់ទ្រង់ខ្ញុំចង់ចិញ្ចាំអរគុណតើបងស្រីបារម្ភពីខ្ញុំមែនទេទ្រង់បែរជាញឹមបែបវិញជូរចត់ខ្ញុំស្មានតែបងស្រីរកឃើញប្អូនប្រុសបង្កើតហើយក៏លែងស្រឡាញ់ខ្ញុំហើយខ្ញុំហាមាត់តែនិយាយអ្វីមិនចេញខ្ញុំពិតជាច្រណែនសុងយូស៊ូណាស់សម្លេងរបស់ទ្រង់ខ្សឹបថែមទាំងមានការច្រណែនខ្លះផងតាមមកពីស៊ូឈីងលីនមែនទេខ្ញុំសួរទ្រង់ងើបភ្នែកឡើងសម្លឹងមើលខ្ញុំគឺដោយសារតែបងទ្រង់និយាយខ្ញុំស្រឡាំងកាំងទៅប្រសិនបើចាប់តាំងពីដើមមកមិនដែលធ្លាប់មានសោះក៏ហីទៅចុះទ្រង់ក៏អប់ពី3ដងផ្ទៃមុខកាន់តែស្លេកស្លាំងជាងមុនតែហេតុអ្វីបានជាឲ្យខ្ញុំធ្លាប់ស្គាល់វាហើយបែរជាចាក់ចេញទៅលឿនយ៉ាងនេះអាហាដើមឡើយខ្ញុំមិនចង់រស់ទៀតទេគេបានលូកដៃទៅដោះលេវអោរបស់គេខ្ញុំចង់ដកថយដោយមិនដឹងខ្លួនតែត្រូវបានគេចាប់ដៃជាប់ហើយសង្កត់ទៅលើទ្រូងរបស់គេនៅត្រង់នោះមានស្នាមរបួសមួយយ៉ាងវែងអូសបន្លាយតាំងពីឆ្អឹងដងកាំបិតរហូតដល់ដើមទ្រូងស្លាកស្នាមសាច់ដែលធ្លាប់រហែកនៅតែមាននៅឡើយវាដេកនៅទីនោះយ៉ាងគួរឲ្យខ្លាចដូចជាសឹកអែបគែមនៃស្នាមរបួសមានពណ៌ស្លេកបន្តិចទោះបីជាសះស្បើយហើយតែមើលទៅនៅតែគួរឲ្យរន្ធត់ចិត្តដែរបងស្រីអ្នកបានជួយសង្គ្រោះខ្ញុំមកវិញគេកាន់ដៃខ្ញុំអូសចុះទៅក្រោមនៅលើឆ្អឹងជំនីមានស្នាមរបួសដោយសារដើរមួយកន្លែងស្នាមរបួសនោះមើលទៅដូចជាស្លាកស្នាមដែលត្រូវបានអ្វីមួយចាក់ទម្លុះនៅចំហៀងចង្កេះមានស្នាមកាំបិតយ៉ាងវែងឆ្កូតបញ្ឆិតស្ទើរតែបន្តិចទៀតនឹងត្រូវចំកន្លែងសំខាន់ទៅហើយបងស្រីពីមុនមិនមែនធ្លាប់អាណិតខ្ញុំខ្លាំងណាស់ទេអីគេសម្លឹងមកខ្ញុំក្នុងភ្នែករបស់គេឡើងក្រហមគួរឲ្យរន្ធត់ចិត្តខ្ញុំឈរនៅទីនោះដៃនៅតែត្រូវបានគេសង្កត់ជាប់ក្រោមបាតដៃរបស់ខ្ញុំគឺចង្វាក់បេះដូងដ៏កក់ក្ដៅរបស់គេដែលលោតដុកដាក់យ៉ាងលឿនពិតជាកូនឆ្កែដ៏កំសត់ម្នាក់ពូកែធ្វើពុតឲ្យគេអាណិតណាស់
ចង្រៃឲ្យខ្ញុំចាញ់បោកគេបាត់ទៅហើយខ្ញុំបែរជាចាប់ដើមអាណិតទូចិត្តអាក្រក់ទៅវិញទូចិត្តអាក្រក់ពិតជាប្រើល្បិចក៏មែនប៉ុន្តែការឈឺចាប់របស់គេនិងការរើបំរាស់របស់គេក៏ជាការពិតដែរអំឡុងពេលដែលទូស្រីរងស្នាក់នៅក្នុងភូមិគ្រឹះរបស់វាំងទូចិត្តអាក្រក់បានទទួលអារម្មណ៍នៃការយកចិត្តទុកដាក់ពិតប្រាកដពីអ្នកអតីតជាលើកដំបូងរសជាតិនៃការមានអ្នកបារម្ភធ្វើឲ្យព្រំដែននោះកាន់តែស្រពិចស្រពិលទៅកាលពីលើកមុនដែលទូចិត្តអាក្រក់ត្រូវបានគេលុបធ្វើឃាតទូស្រីរងថែមទាំងមិនគិតពីគ្រោះថ្នាក់យកខ្លួនទៅរងជំនួសទៀតផងវាបានឆក់យកបេះដូងទាំងមូលរបស់ទូចិត្តអាក្រក់ភ្លាមនាងសីហើយជាតិនឹងនាងច្បាស់ជាស្រឡាញ់គេស្លាប់មិនខានមកទៅនៅលើអេក្រង់បានហោះកាត់មកខ្ញុំហោះកាត់ម្ដងមួយជួរប្រហែលជាដោយសារខ្ញុំនៅក្នុងនោះយូរពេកទើបលេខាសុងមានការបារម្ភបងស្រីបងមិនអីទេមែនទេគេគូទ្វារពីខាងក្រៅខ្ញុំភ្ញាក់ខ្លួនឡើងវិញហើយដកដៃចេញយ៉ាងលឿនរួចនិយាយថាឯងសម្រាប់ព្យាបាលជំងឺសិនទៅខ្ញុំក៏ងាកក្រោយដើរចេញទៅដូចជាកំពុងរត់គេចខ្លួនលុះដើរចេញផុតពីទ្វារទើបខ្ញុំដឹងខ្លួនថាខ្ញុំកំពុងតែញ័រខ្លួនមេកាន់តែត្រជាក់ទៅនៅថ្ងៃបុណ្យសែននំអ៊ីមានធ្លាក់ព្រៃយ៉ាងខ្លាំងវាបានគ្រប់ដណ្ដប់ពេញទីក្រុងទាំងមូលត្រូវបានធ្លាក់អស់មួយថ្ងៃមួយយប់កម្រាស់កន្លះហាត់ដើមឫស្សីពីរបីដើមនៅក្នុងសួនច្បារខាងក្រោយត្រូវបានសង្កត់រហូតដល់កងវិកពេលខ្យល់បក់មកព្រឺក៏ធ្លាក់ចុះមកស្រាក់ឈិនវឹងបានមកម្ដងទៀតហើយប្រាប់ថាជំងឺរបស់លោកមេតបធំបានជាសះស្បើយហើយគ្រាន់តែគាត់នៅតែស្ងប់ស្ងាត់មិនសូវនិយាយស្ដីទេបានត្រឹមតែអង្គុយនៅក្នុងបន្ទប់អានសៀវភៅសម្លឹងមើលរូបគំនូចំពោះថារូបគំនូនោះជារូបរបស់នរណាគឺដឹងគ្នាច្បាស់ហើយសុំយូបានស្រមុកដើមក្បែរនោះពីរបីថ្ងៃក្រោយមកប្អូនប្រុសរបស់ខ្ញុំបាននិយាយថានឹងរៀបចំការផ្សំគុំឲ្យខ្ញុំបងស្រីបងមិនមែននៅក្មេងទៀតទេគេបានទម្លាក់គំនូមួយដុំមកដាក់នៅចំពោះមុខខ្ញុំចង់ជ្រើសរើសបុរសម្នាក់មកបម្រើបងទេខ្ញុំសម្លឹងមើលគេដោយខឹងគេសាច់ក្អាកក្អាយរួចឡាតរូបគំនូទាំងនោះចេញម្ដងមួយសន្លឹកទាំងនេះសុទ្ធតែខ្ញុំជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រវត្តិគ្រួសារនិងអត្តចរិតគឺគ្មានទាស់ឡើយហើយថែមទាំងសង្ហាទៀតផងខ្ញុំអន់ក្បាលមើលមានទាំងមន្ត្រីស៊ីវិលនិងមន្ត្រីយោធាទើបជាកូនប្រុសតកូអភិជនម្នាក់មានចិញ្ចើមដូចដាវភ្នែកដូចផ្កាយបូមាត់ក្រហមធ្មេញខ្ញុំកំពុងតែបើកមើលស្រាប់តែបើកជំរូបមួយសន្លឹកតែមានភ្នែកពណ៌ខ្មៅក្រឹបផ្ទៃមុខត្រជាក់ស្រទុំបូមាត់ស្ដាងខំចូលគ្នាបន្តិចឈូជីងតើគេលួចចូលមកដោយរបៀបណាប្អូនប្រុសខ្ញុំអើតមកមើលមុខរបស់គេក៏ប្រែជាស្លេកស្លាំងភ្លាមតើនរណាអនុញ្ញាតឲ្យយកវាចូលមកគេក៏ស្ទុះទៅចាប់យកទាំងគំនូនោះមកហែកខ្ទេចខ្ទេភ្លាមត្រឹមតែគេចង់រៀបការជាមួយបងស្រីខ្ញុំមែនទេខ្ញុំហ្វូរូបគំនូនោះត្រូវបានបោះចូលទៅក្នុងចង្ក្រានធ្យូងស្រាប់តែអណ្ដាតភ្លើងឆាប់ឆេះឡើងផ្ទៃមុខមួយនៅក្នុងពន្លឺភ្លើងបានវិកវេហើយប្រែទៅជាផេះបន្តិចម្ដងខ្ញុំសម្លឹងមើលផេះទាំងនោះក្នុងចិត្តមានអារម្មណ៍មិនត្រូវសោះឡើយប៉ុន្មានថ្ងៃនេះខ្ញុំបានប្រាប់ប្អូនប្រុសថាខ្ញុំចង់ជួបមនុស្សទាំងនោះការរៀបការដោយមិនស្គាល់គ្នាមិនកើតទេខ្ញុំនិយាយថាត្រូវតែជួបមុខគ្នាផ្ទាល់ម្ដងសិនដើម្បីមើលថាតើមនុស្សពិតប្រាកដមានរូបរាងយ៉ាងណាប្អូនប្រុសខ្ញុំសប្បាយចិត្តណាស់ក៏រៀបចំកន្លែងជួបគ្នាភ្លាមគឺនៅភោជនីយដ្ឋានមួយដែលល្បីថាជាកន្លែងល្បីបំផុតនៅក្នុងរាជធានីមានឈ្មោះថាជួយសៀនឡាវម្ហូបឆ្ងាញ់ហើយបន្ទប់ឯកជនក៏ស្អាតនៅក្បែរបង្អួចអាចមើលឃើញទិដ្ឋភាពផ្លូវទាំងមូលដែលស័ក្តិសមបំផុតសម្រាប់ការជួបមុខគ្នាខ្ញុំបានទៅដល់ហើយរុញទ្វារបន្ទប់ឯកជននោះបើកស្រាប់តែឃើញមនុស្សម្នាក់អង្គុយនៅខាងក្នុងមានក្នុងត្រង់ស្វែងយ៉ាងសង្ហាគេកំពុងអង្គុយក្បែរបង្អួចនៅក្រៅបង្អួចមានព្រឺធ្លាក់យ៉ាងខ្លាំងចំណែកឯខាងក្នុងវិញមានតែមួយពេងក្តៅវណ្ហប់ផ្សែងតែហុយឡើងតិចធ្វើឲ្យផ្ទៃមុខចំហៀងរបស់គេមើលទៅព្រាលឬសូចលនាគេក៏ងាកក្បាលមកស្រាប់តែជាឈូជីងហើយអ្វីជាឯងទៅវិញគេក្រោកឈរឡើងសម្លឹងមើលមកខ្ញុំយ៉ាងមុតមមតើម្នាក់នោះមានអ្វីល្អទៅមនុស្សសតុំម្នាក់នោះសាកសមឲ្យបងស្រីមកជួបផ្ទាល់ដល់ទីនេះផងខ្ញុំគង់តែត្រូវរៀបការដដែលនឹងបើទោះជាត្រូវរៀបការគេដើរមកចិត្តរួចឈរនៅចំពោះមុខខ្ញុំគេខ្ពស់ជាងខ្ញុំឆ្ងាយណាស់ខ្ញុំត្រូវងើយក្បាលឡើងទើបអាចមើលមុខគេច្បាស់បើអញ្ចឹងរៀបការជាមួយខ្ញុំទៅព្រលនៅក្រៅបង្អួចធ្លាក់យ៉ាងខ្លាំងធ្លាក់ចុះមកម្ដងមួយផ្ទាំងដោយគ្មានសំឡេងនៅក្នុងបន្ទប់ឯកជនមានភាពស្ងប់ស្ងាត់ល្អណាស់មានតែសំឡេងឈូងនៅក្នុងចង្ក្រានផ្ទុះឡើងតិចម្ដងការប៉ុណ្ណោះជាសំឡេងការភ្លើងខ្ញុំធ្លាក់ខ្លួនថ្មឹងសម្លឹងមើលគេជាយូរដល់និយាយអ្វីមិនចេញគេក៏មិនបានបង្ខំដែរគ្រាន់តែឈរនៅទីនោះអន់ភ្នែកចុះសម្លឹងមើលខ្ញុំឯងមិនមែនចូលចិត្តស៊ូឈីងលីងទេទីបំផុតខ្ញុំក៏រកសំឡេងខ្លួនឯងឃើញវិញរោមភ្នែករបស់គេញ័រត្រើតបន្ទាប់ពីបងស្រីចាក់ចេញទៅគេនិយាយថាខ្ញុំមានអារម្មណ៍ដូចជាការជំងឺឆ្លងអញ្ចឹងតែងតែមានអារម្មណ៍ថាគ្រប់ទីកន្លែងនៅក្នុងភូមិគ្រឹះសុទ្ធតែមានស្រមោលរបស់បងទីធ្លាដែលបងធ្លាប់នៅកៅអីដែលបងធ្លាប់អង្គុយពេងដែលបងធ្លាប់ប្រើនិងក្រែដែលបងធ្លាប់គេងខ្ញុំបានប្រើវិធីជាច្រើនដើម្បីបណ្ដេញស្រមោលនោះចេញពីក្នុងខួរក្បាលប៉ុន្តែវារឹតតែធ្វើឲ្យរូបនោះកាន់តែច្បាស់ឡើងខ្ញុំបានបដូរចុងភៅជាង10នាក់ប៉ុន្តែគ្មាននរណាម្នាក់អាចធ្វើស៊ុបឲ្យមានរសជាតិដូចស៊ុបមួយចានរបស់បងឡើយកាលពីមុនពេលដែលខ្ញុំពេញចិត្តស៊ូឈីងលីងអ្វីដែលតែងតែលេចឡើងក្នុងខួរក្បាលរបស់ខ្ញុំគឺវាគ្រាន់តែជារូបស្រមោលមួយនៅក្នុងព្រៅប៉ុណ្ណោះគេញឹមចំអកឲ្យខ្លួនឯងបន្តិចខ្ញុំធ្លាប់តែគិតដល់គេនឹកនាដល់គេប៉ុន្តែនៅពេលដែលគេមកឈរនៅចំពោះមុខខ្ញុំពិតមែនសម្រាប់ខ្ញុំទៅវិញបែរជាមានអារម្មណ៍ថាប្លែកមុខទៅវិញប៉ុន្តែបងស្រីប្រៀបដូចជាផ្កាស្រស់រាល់សកម្មភាពរបស់បងសុទ្ធតែមានកម្ដៅពិតប្រាកដមើលឃើញនឹងប៉ះពាល់បានបងវាខ្ញុំជាខ្ញុំបារម្ភពីខ្ញុំនិយាយតាមត្រង់ទៅជួយខ្ញុំជួយរងព្រួនជំនួសខ្ញុំហើយថែមទាំងធ្វើស៊ុបបង្សើឲ្យខ្ញុំញ៉ាំទៀតគេបង្អង់បន្តិចបងស្រីដ៏ល្អបែបនេះប៉ុន្តែខ្ញុំបែរជាខ្ជិលច្រអូសទៅវិញកែវភ្នែករបស់គេស្រអាប់ចុះបន្តិចខ្ញុំការពារយ៉ាងប្រុងប្រយ័ត្នបំផុតប៉ុន្តែខ្ញុំយល់ថាអ្វីដែលคล้ายៗគឺនៅតែคล้ายៗដដែលថ្ងៃនោះបងស្រាប់តែចាប់ដើមគេចមុខពីខ្ញុំក្នុងចិត្តខ្ញុំដឹងច្បាស់ថាបងបានដឹងរឿងហើយខ្ញុំខ្លាចបងចាក់ចេញទៅតែមិនហ៊ានខាត់បងទុកឡើយខ្ញុំបានទៅវត្តដើម្បីផ្សងប្រផ្នូលហើយសួរព្រះចៅអធិការថាតើគួរធ្វើដូចម្តេចព្រះចៅអធិការមានសម្ដីកាថាការចង់បានរបស់ដែលចិត្តនឹកគិតមកធ្វើជាកម្មសិទ្ធិតខ្លួននោះគឺជាលោភៈការជឿចាប់នឹងទុកសោករបស់គេអាណិតស្រឡាញ់អ្វីដែលគេស្រឡាញ់គឺការបំពេញបំណងកហេតុនេះហើយទើបខ្ញុំឲ្យគេជួបបងតាមពិតទៅថ្ងៃនោះនៅវត្តជីសៀខេឈៀគឺជារៀបចំរបស់គេសោះប៉ុន្តែចុងក្រោយខ្ញុំនៅតែដាច់ចិត្តពីគេមិនបានគេដើរមកមុខមួយជំហានចិត្តខ្ញុំខ្លាំងណាស់ខ្ញុំអាចធំក្លិនឈើស្រស់ស្រាលនៅលើខ្លួនរបស់គេខ្ញុំចង់មកសួរគឺសំឡេងរបស់គេស្អប់បន្តិចតើបងព្រមរស់នៅជាមួយបងទេខ្ញុំងើបក្បាលឡើងសម្លឹងមើលគេកែវភ្នែករបស់គេជ្រៅណាស់នៅក្នុងនោះមានឆ្លុះបញ្ចាំងរូបស្រមោលរបស់ខ្ញុំគួរឲ្យស្រឡាញ់គូនេះណាស់កាលពីមុនខ្ញុំនិយាយថាគូទូបន្ទាប់ស្រីនឹងទូចិត្តអាក្រក់នេះគួរឲ្យស្រឡាញ់ខ្លាំងណាស់ពួកអ្នកឯងបែរជានិយាយថាម្ដាយខ្ញុំនៅលើមេឃហោះហើរលើមេឃអនុញ្ញាតឲ្យអ្នកមីងត្រឡប់មកវិញនិយាយឲ្យចំទៅទូចិត្តអាក្រក់ស្រឡាញ់ទូឯកស្រីមិនមែនស្រឡាញ់ខ្លួនពិតរបស់នាងនោះទេវាជាការស្រមើស្រមៃដែលគេបានដាក់ទៅលើខ្លួននាងមើលតែរូបគំនូក៏ដឹងដែរថាទូបន្ទាប់ស្រីមានជីវិតជីវ៉ានិងស្រស់បំព្រងចំណែកទូឯកស្រីវិញគឺតែងតែគ្រាន់តែជារូបស្រមោលមួយផ្ទាំងនៅក្នុងព្រៃប៉ុណ្ណោះតើមានអ្នកណាខ្លះយល់
កាលពីដំបូងឡើយទូចិត្តអាក្រក់ឬទូបន្ទាប់ស្រីទៅផ្ទះគឺគ្រាន់តែដើម្បីធ្វើឲ្យទូឯកប្រុសខឹងប៉ុណ្ណោះនឹកស្មានមិនដល់ថាបែរជារើសបានដូនតាមម្នាក់មកវិញមនោសញ្ចេតនាពិតនៅក្នុងត្បូងខ្លាំងខ្លាយពិតជាល្អឥតខ្ចោះមែននៅពេលដែលអក្សរក្រៅភពទាំងនោះកំពុងពិភាក្សាគ្នាពិតជាអ៊ូអរណាស់ខ្ញុំមើលទាំងវង្វេងវង្វាន់ស្ទើរតែភ្លេចឆ្លើយតបទៅឈូជឹងឈីយ៉េងឈូជឹងខាំបូមាត់ថ្កាមរបស់គេឡើងទាំងណែនហាក់បីដូចជាកំពុងរងចាំការកាត់ក្តីណាមួយអញ្ចឹងបដិសេធឬរៀងមិនដាច់ចិត្តយកព្រមឬហាក់ដូចជាក៏ខ្ញុំនៅត្រូវគិតមើលសិនក៏ខ្ញុំអន់ក្បាលចុះច្របាច់កន្សែងជូតមុខទាំងមិនស្ងប់ក្នុងចិត្តកែវភ្នែករបស់គេស្រអាប់ចុះមួយផ្លែតរួចក៏កង់ឡើងញឹមវិញភ្លាមអូល្អហើយគេនិយាយថាកបងនឹងរងចាំឈូជឹងបានមកស្ដីដណ្ដឹងដល់ភូមិគ្រឹះសុងដំណឹងនេះទើបតែភ្លឺឡើងក៏បានល្បីខ្ចោខ្ចាយពេញទីក្រុងលួងទៅហើយមនុស្សម្នាតាមផ្ទះនីមួយក្នុងដងផ្លូវបានលូនក្បាលចេញមកជែកវែកញែកសូម្បីតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវក៏មកចំរំមើលការកំសាន្តដែរលើកដំបូងគាត់បាននាំយកចំនួន36ហឹបចំនួនអាពាហ៍ពិពាហ៍ត្រូវបានសែងយ៉ាងអធិកអធមពីភូមិគ្រឹះស្ដេចឈូមកដល់មាត់ទ្វារភូមិគ្រឹះសុងដងសែងឈើលាបថ្នាំពណ៌ក្រហមត្រូវបានលីលើស្មារបស់អ្នកបម្រើប្រុសដែលមានដុកដុលមកមួនខ្សែបូសូតពណ៌ក្រហមឆ្អៅនៅលើដងសែងបកបន្លឺសំឡេងក្នុងខ្យល់ធូលីមាសប្រាក់និងសូត្រដ៏ប្រណិតនៅខាងក្នុងបង្ហាញពីភាពប្រណិតខ្ពង់ខ្ពស់ប្រជាជនដែលមកចំរំមើលក៏កុញណែនណាន់តាន់តាប់នៅលើកំពែងពោពេញដោយក្មេងអង្គុយច្រហោងចង្អុលបង្ហាញទាំងនិយាយញ៉ៃសុងយូស៊ូឈរនៅខាងក្នុងទ្វារធំលាបពណ៌ក្រហមឆ្អៅក្រុងអាវធំសូត្រពណ៌ខ្មៅនិងស្រីងកាយត្រង់បង្គោលប៉ុន្តែមុខរបស់គាត់ខ្មៅដូចបាតឆ្នាំងចិញ្ចាមចង់ជាចំណងស្លាប់ក្នុងកែវភ្នែកពោពេញដោយកំហឹងគាត់បានក្រឡេកមើលចំនួននៅខាងក្រៅទ្វារដែលបិទជិតរួចក៏សម្លឹងទៅកាន់ឈូជឹងដែលមានរោគពីខ្ពង់ខ្ពស់ក្នុងចំណោមហ្វូងមនុស្សហើយស្រែកគំហុកយ៉ាងត្រជាក់ថាបិទទ្វារចំនួនសំបីតែមួយមុខក៏មិនទទួលដែរមិនទុកមុខមាត់ឲ្យបន្តិចណាឡើយឈូមិនត្រឹមតែមិនចោះចាញ់បន្តិចណាឡើយថែមទាំងលើកដៃជាសញ្ញាឲ្យអ្នកតាមដានថយក្រោយរួចខ្លួនឯងឈរនៅក្រោមជណ្ដើរថ្មរាងកាយត្រង់ដូចដាំស្រទឹកសន្សើមធ្វើឲ្យជាអាវរបស់គាត់សាំជោគប៉ុន្តែគាត់មិនដឹងខ្លួនតតែសោះគាត់បានរងចាំយ៉ាងស្ងៀមស្ងាត់អស់រយៈពេលកន្លះម៉ោងទើបបង្កប់ដោយស្ងប់ស្ងាត់ឲ្យសែងចំនួនត្រឡប់ទៅវិញដោយគ្មានពាក្យរអ៊ូតំឡើយថ្ងៃបន្ទាប់គាត់បាននាំយកចំនួន48ហឹបមកម្ដងទៀតដែលច្រើនជាងលើកមុន12ហឹបក្បួនដង្ហែរឹតតែមានអំណាចអស្ចារ្យជាងមុនយូស៊ូបានលើសេចក្តីរាយការណ៍ហើយសរសៃក្បាលនៅលើសៀបការក៏លោតញាប់ញ័រប៉ុន្តែនៅតែនិយាយពាក្យពីរម៉ាត់យ៉ាងត្រជាក់ថាបិទទ្វារលើកទី3ចំនួនហឹបក្រហមចំនួន66បានបិទបាំងផ្លូវអស់ពាក់កណ្ដាលលើកទី4ចំនួន88ហឹបត្រូវបានកូរលើគ្នាដូចជាកូនភ្នំប៉ុន្តែទោះបីជាឈូជឹងនាំយកចំនួនមកច្រើនប៉ុណ្ណាក៏ដោយសុងយូស៊ូនៅតែបិទទ្វារមិនព្រមជួបហើយចំនួនទាំងអស់ក៏មិនព្រមទទួលដែរឈូជឹងមិនបាក់ទឹកចិត្តឡើយភូមិគ្រឹះសុងមិនទទួលគាត់ក៏រងចាំនៅខាងក្រៅទ្វារទោះបីជាមានខ្យល់ព្យុះព្រើពេញមេឃក៏មិនដែលអវត្តមានដែរថ្ងៃនោះអាកាសធាតុត្រជាក់ខ្លាំងព្រើធ្លាក់យ៉ាងខ្លាំងដូចរោមសត្វខ្ញានបានគ្រប់ដណ្ដប់រាជធានីឲ្យទៅជាពណ៌ស្គូយ៉ាងលឿនឈូជឹងឈរនៅក្នុងវាលព្រើអាវធំពណ៌ខ្មៅរបស់គាត់ពោពេញដោយព្រើធ្លាក់សរសៃសក់ត្រូវបានលាបពណ៌ស្ព្រិលនៅលើស្មាកាន់តែកក្រាស់ទៅប៉ុន្តែក្នុងរបស់គាត់នៅតែត្រង់ស្មើមិនព្រមរំកើខ្លួនទៅណាឡើយសំបីតែមួយជំហានខ្យល់ត្រជាក់ដូចជាកាំបិតកោះនៅលើផ្ទៃមុខរបស់គាត់ក៏ឡើងស្វាយបូមាត់ស្លេកស្លាំងនិងប្រេះស្រាំដង្ហើមចេញមកជាផ្សែងអាពណ៌ប៉ុន្តែនៅក្នុងកែវភ្នែកពណ៌ស្វាយចាស់នោះពោពេញដោយការតស៊ូយ៉ាងមុតមមខ្ញុំបានលបមើលតាមប្រឡោះទ្វារធំឃើញតែខ្យល់ត្រជាក់បក់ចូលទៅក្នុងជាអាវរបស់គាត់ក្នុងចិត្តរបស់ខ្ញុំពោពេញដោយភាពជូរចត់និងក្តីអាណិតអាសូររាងកាយរបស់ឈូជឹងតែងតែទន់ខ្សោយតាំងពីតូចមកម្លេះគាត់តែងតែកេងឈឺនៅលើគ្រែការមកឈរនៅក្នុងខ្យល់ព្រើបែបនេះច្បាស់ជាធ្វើឲ្យការជំងឺមិនខានខ្ញុំបានទាញជាអាវរបស់សុងយូស៊ូថ្នមរួចនិយាយដោយសំឡេងតិចថាបងយូស៊ូឬមួយក៏ពួកយើងទទួលចំនួនទៅឲ្យគាត់ត្រឡប់ទៅវិញសិនទៅរាងកាយរបស់គាត់មិនសូវល្អទេបើនៅតែឈរទៅទៀតច្បាស់ជាកក់ស្លាប់មិនខានសុងយូស៊ូងាកក្បាលមកភ្លាមសម្លឹងមើលខ្ញុំទាំងមិនជឿភ្នែករបស់គាត់បើកធំរង្វង់ភ្នែកឡើងក្រហមបងពិតជាអាណិតគាត់មែនទេបងស្រីតើបងពិតជាចង់រៀបការជាមួយគេរូបរាងកាយដូចជាគេនឹងតើអាចការពារបងស្រីបានយ៉ាងម៉េចទៅខ្ញុំហើបមាត់ចង់និយាយតែពាក្យសម្ដីក៏លេបចូលទៅវិញខ្ញុំមិនបានភ្លេចឡើយភាពរឹងរូសនិងភាពឈួតលីលារបស់ឈូជឹងគឺតែងតែសម្រាប់តែខ្ញុំម្នាក់គត់ខ្ញុំអន់ក្បាលចុះហើយចុងក្រោយក៏មិនបាននិយាយអ្វីដែរសុងយូស៊ូឃើញខ្ញុំមិនឆ្លើយក៏ភ័យស្លន់ស្លោរត់ចុះឡើងពេញបន្ទប់លើកដៃក្រវីមួយទំហឹងធ្វើឲ្យពេងតែពណ៌បៃតងនៅលើទឹកធ្លាក់បែកខ្ទេចខ្ទីឯស៊ូឈីងលីនដែលនៅក្បែរនោះបានផ្អែកបង្គោលផ្ទះខ្ទប់មាត់លួចសើចត្រូវគេសម្លក់មួយភ្នែកក៏រឹតតែសើចខ្លាំងជាងមុនឯងសើចស្អីឯងដូចជាឆ្កែការពារកូនអញ្ចឹងភ័យស្លន់ស្លោវល់វល់តែមើលចិត្តបងស្រីមិនធ្លុះសោះស៊ូឈីងយុនដើរមកតោងដៃខ្ញុំរួចនិយាយមួយថាបងស្រីពួកយើងឆ្លាតណាស់មនុស្សដែលគាត់ចង់រៀបការជាមួយច្បាស់ជាអ្នកដែលស្រឡាញ់គាត់ពិតប្រាកដហើយឯងសុងយូស៊ូត្រូវគេនិយាយទប់ទល់រហូតនិយាយមិនចេញថ្ពាល់ឡើងក្រហមងាងជន់ជើងខ្លាំងទាំងគ្មានជម្រើសព្រើចាប់ដើមធ្លាក់ខ្លាំងម្ដងទៀតខ្យល់ត្រជាក់បក់មកលើទ្វារនិងបង្អួចខ្ញុំលួចមើលតាមប្រហោងទ្វារឃើញឈូជឹងនៅតែឈរនៅទីនោះអាវវែងពណ៌ស្រអាប់របស់គេពោពេញដោយព្រើផ្ទៃមុខស្លេកស្លាំងប៉ុន្តែខ្សែភ្នែកនៅតែទន់ភ្លន់និងមុតមមសម្លឹងមកកាន់ទ្វារធំនៃភូមិគ្រឹះត្រកូលសុងអ្នកតាមបម្រើឈីនហ្វឹងចង់បាំងព្រើឲ្យគេតែត្រូវគេរុញចេញថ្នមឃើញគេញញ័រត្រើតបែបនេះចិត្តអាណិតអាសូរនៅក្នុងចិត្តខ្ញុំកាន់តែខ្លាំងឡើងខ្ញុំខំថ្មេងរួចក៏ទាញបើកទ្វារធំពណ៌ក្រហមឆ្អៅភ្លាមបងស្រីសុងយូស៊ូស្រែកហើយយ៉ាងអន្ទះសារពីក្រោយខ្នងតែខ្ញុំមិនបានងាកក្រោយឡើយខ្ញុំដើរយ៉ាងលឿនទៅមុខខ្យល់ព្រើបបមកចំមុខខ្ញុំដើរទៅដល់ចំពោះមុខគេចាប់ដៃដែលកកចង់រឹងរបស់គេដោយមិនស្ទាក់ស្ទើររួចយកកំប៉ុងទឹកក្តៅណាស់ពីក្នុងទ្រូងញ៉ាត់ចូលទៅក្នុងរង្វង់ទ្រូងរបស់គេចូលមកខាងក្នុងមកសំឡេងខ្ញុំស្អកស្អើបន្តិចតែមើងម៉ាត់គេស្រឡាំងកាំងមួយសន្ទុះក្នុងភ្នែកភ្លឺឡើងនៅភាពភ្ញាក់ផ្អើលបន្ទាប់មកក៏បង្ហាញស្នាមញឹមដ៏ទន់ភ្លន់ដើរតាមខ្ញុំចូលទៅខាងក្នុងទាំងជំហានត្រេតត្រោតប្រហែលជាមកពីងាយខ្លាំងរហូតអស់កម្លាំងហើយសុងយូស៊ូឈរនៅក្នុងទីធ្លាផ្ទះឃើញពួកយើងដើរចូលមកមុខរបស់គេក៏ប្រែជាខឹងខ្លាំងភ្លាមដែលចត់ចង្កេះជេរថាល្អណាស់ឈូជឹងឯងអាងតែមានរូបសម្រស់មកធ្វើជាឈឺបោកប្រាស់ចិត្តធម៌របស់បងស្រីខ្ញុំឈូជឹងមិនខ្វល់ពីគេតតែសោះគេគ្រាន់តែសម្លឹងមកខ្ញុំដោយទន់ភ្លន់បងគិតច្បាស់ហើយមែនទេខ្ញុំខំបូមមាត់មិននិយាយអ្វីឡើយសម្លឹងមើលភាពភ័យបារម្ភក្នុងកែវភ្នែករបស់គេចិត្តខ្ញុំក៏ទន់ជ្រាយគេឃើញខ្ញុំមិនឆ្លើយពន្លឺក្នុងភ្នែកក៏ស្រអាប់ទៅតែនៅតែទន់ភ្លន់ដែរមិនអីទេខ្ញុំរងចាំបងស្រីគិតច្បាស់លាស់សិនចុះខ្ញុំងាកទៅមើលចំនួនអាពាហ៍ពិពាហ៍នៅខាងក្រៅទ្វាររួចងាកមកសម្លក់គេឯងរងចាំបែបនឹងមែនទេខ្លាចក្រែងមានអ្នកផ្សេងដណ្ដើមយកមុនសម្លេងគេធ្ងន់ស្រទន់មនុស្សដែលប្អូនប្រុសបងរើសឲ្យខ្ញុំបានស៊ើបអស់ហើយគ្មានម្នាក់ណាអាចប្រៀបនឹងខ្ញុំបានឡើយខ្ញុំខឹងខ្លាំងណាស់ក៏វាក្បាលគេក្នុងមួយដៃសម្ដីផ្អែមដូចទឹកឃ្មុំគេស្រឡាំងកាំង